listening to Radio Free Asia. The following program is in Khmer. Nǐ chi càm bi tiệp xáy vệt chiu a zì sáy. Nǐ chi càm bi tiệp xáyរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកនាងខ្ញុំមកសុធានីសូមជម្រាបសួរលោកអ្នកនាងកញ្ញាជាទីមេត្រីយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃអាទិត្យ14រោចខែបោះឆ្នាំមមីឆស័កពុទ្ធសករាជ2558ហើយដល់ត្រូវនឹងថ្ងៃទី11ខែមករាគ្រិស្តសករាជ2015ចាត់ជាកិច្ចចាប់ផ្ដើមនេះនាងខ្ញុំសូមអញ្ជើញលោកអ្នកនាងកញ្ញាស្ដាប់ព័ត៌មានប្រចាំថ្ងៃក្រសួងសុខាភិបាលរកឃើញថាការចាក់ថ្នាំនិងបញ្ចូលសេរ៉ូមគឺជាប្រភពចម្លងមេរោគអេដស៍ដល់អ្នកភូមិរកាតំណាងរាជបកប្រឆាំងចុះពិនិត្យចំនួនដីធ្លីរវាងប្រជាប្រដ្ឋនិងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចនៅខេត្តកំពង់ស្ពឺគម្រោងសាក់លបងវាតម្លៃសមត្ថភាពមន្ត្រីចុះឈ្មោះបោះឆ្នោតតាមបែបទំនើបនៅក្នុងខេត្តកំពង់ចាមអជាបណ្ដាសាមបរដ្ឋជួបជុំគ្នាស្វែងរកលទ្ធភាពបង្កើតគណៈបកនយោបាយនៅតាមមូលដ្ឋានរួមនឹងព័ត៌មានសំខាន់មួយចំនួនទៀតចាជាបន្តទៅទៀតនេះនាងខ្ញុំមកសុធានីសូមជូនព័ត៌មានពិស្ដាចាលោកនាងជាទីមេត្រីក្រសួងសុខាភិបាលនិងក្រុមការងារអន្តរជាតិបានបញ្ជាក់ថាការចាក់ថ្នាំនិងការចាក់សេរ៉ូមគឺជាប្រភពចម្បងដែលបណ្ដាលឲ្យប្រជាប្រដ្ឋនៅឃុំរកាខេត្តបាត់ដំបងឆ្លងមេរោគអេដស៍จากការស្រាវជ្រាវពីប្រភពនៃការឆ្លងរាលដាលមេរោគអេដស៍នេះគឺបានរួមបញ្ចូលទាំងការសិក្សាលើករណីឆ្លងនិងមិនឆ្លងមេរោគអេដស៍លោកយាងសុជាមេតារាយការណ៍នេះគឺជាលើកទី1ហើយដែលក្រសួងសុខាភិបាលបង្ហាញអំពីទំហំនិងលទ្ធផលបឋមនៃការស៊ើបអង្កេតស្រាវជ្រាវលើការរាលដាលមេរោគអេដស៍នៅឃុំរកាស្រុកសង្កែខេត្តបាត់ដំបងចាប់តាំងពីមានករណីផ្ទុះឆ្លងរាលដាលមេរោគនេះអស់រយៈពេលជិត1ខែមកសេចក្តីប្រកាសព័ត៌មានរួមរវាងក្រសួងសុខាភិបាលអង្គការសុខភាពពិភពលោកនិងអង្គការ UNAIDS ចុះផ្សាយនៅថ្ងៃទី9មករាបញ្ជាក់ថាលទ្ធផលនៃការសិក្សាស្រាវជ្រាវរកប្រភពនៃការឆ្លងរាលដាលមេរោគអេដស៍ដែលរួមបញ្ចូលទាំងការសិក្សាលើករណីឆ្លងនិងមិនឆ្លងមេរោគអេដស៍បង្ហាញថាអ្នកឆ្លងមេរោគអេដស៍ដែលបានចាក់ថ្នាំនិងចាក់សេរ៉ូមមានកម្រិតខ្ពស់ជាងអ្នកមិនឆ្លងមេរោគអេដស៍ការសិក្សាក៏បានស្រាវជ្រាវរកប្រភពផ្សេងទៀតដែលអាចបណ្ដាលឲ្យមានការឆ្លងរាលដាលមេរោគអេដស៍ផងដែរក្នុងនោះមានការរាលដាលតាមរយៈការប្រព្រឹត្តលើការរួមភេទការចាក់គ្រឿងញៀននិងការចម្លងពីម្ដាយទៅកូនជាដើមយ៉ាងណាក៏ដោយលទ្ធផលបង្ហាញថាការចម្លងមេរោគពីម្ដាយទៅកូនមិនមែនជាកត្តាប្រឈមនោះទេពីព្រោះភាគច្រើននៃម្ដាយរបស់កុមារមានអាយុក្រោម14ឆ្នាំដែលបានឆ្លងមេរោគអេដស៍នោះពុំមានផ្ទុកមេរោគអេដស៍ឡើយក្រសួងសុខាភិបាលឲ្យដឹងដែរថាចាប់ពីថ្ងៃទី8ដល់ថ្ងៃទី31ខែធ្នូឆ្នាំ2014ពលរដ្ឋឃុំរកាចំនួន1940នាក់បានស្ម័គ្រចិត្តទទួលការប្រឹក្សានិងធ្វើតេស្តឈាមរកមេរោគអេដស៍ក្នុងនោះចំនួន212នាក់បានរកឃើញឆ្លងមេរោគអេដស៍ដែលមានអ្នកភូមិរកាចំនួន174នាក់ស្មើនឹង 82% ក្រសួងសុខាភិបាលបញ្ជាក់ថាក្នុងចំណោមអ្នកឆ្លងមេរោគអេដស៍ចំនួន212នាក់នោះគឺមានកុមារអាយុក្រោម14ឆ្នាំចំនួន39នាក់ស្មើនឹង 18% ពលរដ្ឋអាយុចន្លោះពី15ឆ្នាំដល់59ឆ្នាំចំនួន127នាក់ស្មើនឹង 60% និងមនុស្សចាស់អាយុចាប់ពី60ឆ្នាំឡើងទៅមានចំនួន46នាក់ស្មើនឹង 22% បន្ទាប់ពីការផ្ទុះនៃការរាលដាលមេរោគអេដស៍នៅឃុំរកានេះគ្រូពេទ្យឈ្មោះយ៉ែមជ្រិនដែលគេសង្ស័យថាជាអ្នកធ្វើឲ្យមានការឆ្លងរាលដាលមេរោគអេដស៍ទៅដល់អ្នកស្រុកត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយមកគ្រូពេទ្យរូបនេះបានសារភាពប្រាប់សមត្ថកិច្ចថាការព្យាបាលជំងឺរបស់គាត់ទៅដល់ពលរដ្ឋក្នុងភូមិរកាកន្លងមកគឺពុំមានការផ្លាស់ប្ដូរសារ៉ាំងចាក់ថ្នាំញឹកញាប់នោះទេលោកត្រូវបានរាជអាជ្ញានៃសាលាដំបងខេត្តបាត់ដំបងចោទប្រកាន់ពីបទប្រព្រឹត្តដោយចេតនាធ្វើឲ្យអ្នកដទៃឆ្លងមេរោគអេដស៍អំពីអំពើឃោរឃៅពាក់ព័ន្ធនឹងឃាតកម្មនិងអំពីការបើកកន្លែងពិនិត្យសុខភាពដោយពុំមានការអនុញ្ញាតពីក្រសួងសុខាភិបាលរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកមុំប៊ុនហេងថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថាគ្រប់គ្រឹះស្ថានសុខាភិបាលទាំងអស់ទាំងរដ្ឋនិងឯកជនត្រូវអនុវត្តការបង្ការមេរោគដោយប្រើប្រាស់សម្ភារៈបរិក្ខារពេទ្យដែលមានការរងាប់មេរោគត្រឹមត្រូវលោកមុំប៊ុនហេងថាក្រសួងសុខាភិបាលបានពង្រឹងការអនុវត្តគោលនយោបាយរបស់ក្រសួងដោយបញ្ឈប់អ្នកប្រកបរបររកស៊ីព្យាបាលជំងឺដែលពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ
ព្រមជាមួយគ្នានេះលោកវិជ្ជបណ្ឌិតដុងអ៊ីលអាញ់តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបញ្ជាក់ថាវាមានការចាំបាច់ក្នុងការពង្រឹងការអនុវត្តច្បាប់ចំពោះផ្នែកសុខាភិបាលឯកជននិងអ្នកពុំមានវិជ្ជាជីវៈពេទ្យត្រឹមត្រូវដើម្បីធានាដល់ការថែទាំនិងព្យាបាលប្រកបដោយប្រសិទ្ធភាពនិងគុណភាពខ្ពស់យ៉ាងណាក៏ដោយលោកមុំមុនហេងអះអាងថាកម្ពុជាបានទទួលជោគជ័យក្នុងការកាត់បន្ថយអត្រាប្រេវឡង់នៃការឆ្លងមេរោគអេដស៍ហើយបានទទួលពានរង្វាន់ពីអង្គការសហប្រជាជាតិដែលមានស្នាដៃក្នុងការសម្រេចទិសដៅអភិវឌ្ឍសហសវត្សរ៍នៅឆ្នាំ2010ក្រសួងសុខាភិបាលក៏ឲ្យដឹងដែរថាចាប់ពីថ្ងៃទី22ដល់ថ្ងៃទី31ខែធ្នូឆ្នាំ2014អ្នកផ្ទុកមេរោគអេដស៍ចំនួន161នាក់បានចុះឈ្មោះនៅសេវាព្រីអាតក្នុងនោះចំនួន78នាក់បានទទួលការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍រួចហើយទោះជាបែបនេះក្តីពាក់ព័ន្ធនឹងការឆ្លងមេរោគអេដស៍នៅឃុំរកានេះគេនៅពុំទាន់ឃើញមានអ្នកណាម្នាក់ចេញមុខទទួលខុសត្រូវនៅឡើយសង្គមស៊ីវិលនិងអ្នកតាមដានព្រឹត្តិការណ៍នេះយល់ថារដ្ឋាភិបាលនិងក្រសួងសុខាភិបាលត្រូវចេញមុខទទួលខុសត្រូវចំពោះបញ្ហានេះព្រោះថាពួកគេធ្វើប្រហែសនិងមិនបានគ្រប់គ្រងឲ្យបានត្រឹមត្រូវទើបបង្កឲ្យមានការឆ្លងរាលដាលមេរោគអេដស៍នៅពេលនេះពួកគេក៏ជំរុញឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងលោកមុំមុនហេងចុះចេញពីតំណែងទៀតផងខ្ញុំយេស៊ូជាមេតាវັດឈូអាស៊ីសេរីភ្នំពេញតំណាងរាស្ត្រនិងសមាជិកប្រតិភិនៃគណៈបក្សប្រជាជាតិចំនួន10នាក់បានចុះទៅដល់កន្លែងដីប្រទីនបតុងដំណាំកាន់កាប់រវាងពលរដ្ឋជាច្រើនគូសាជាមួយក្រុមហ៊ុនចំនួន2របស់លោកលីយ៉ុងផាត់និងក្រុមហ៊ុន HLA នៅខេត្តកំពង់ស្ពឺដំណើរចុះពិនិត្យបញ្ហាដីធ្លីនេះគឺនៅបន្ទាប់ពីពួកគេបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់ផ្ដាល់ដីសម្បត្តិសេដ្ឋកិច្ចដែលទាមទារយកដីធ្លីពីក្រុមហ៊ុនមកវិញចាអ្នកស្រីអុកសាវរីរាយការណ៍អំពីរឿងនេះក្រុមអ្នកតំណាងរាស្ត្រនិងសមាជិកព្រឹទ្ធសភាគណៈបក្សសង្គ្រោះជាតិដែលចុះពិនិត្យវិវាទដីវិនិយោគក្នុងខេត្តកំពង់ស្ពឺជំរុញឲ្យប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីរួមគ្នាបង្កើតជាសហគមន៍និងដាក់ពាក្យបណ្ដឹងរួមទៅគណៈកម្មការជំនាញនៃរដ្ឋសភានិងព្រឹទ្ធសភាដើម្បីឲ្យពួកគេមានលទ្ធភាពប្រើប្រាស់មធ្យោបាយក្នុងស្ថាប័នទាំងពីរស្វែងរកដំណោះស្រាយការលើកឡើងនេះបន្ទាប់ពីក្រុមអ្នកតំណាងរាស្ត្រនិងសមាជិកព្រឹទ្ធសភាបានចូលរួមស្ដាប់ពីបញ្ហារបស់ប្រជាពលរដ្ឋនៅក្នុងវេទិការាស្ត្រនិងមន្ត្រីដែលធ្វើឡើងនៅភូមិច្រកទៀកឃុំត្រពាំងជោស្រុកអរ៉ាខេត្តកំពង់ស្ពឺដោយមានប្រជាពលរដ្ឋមកពីស្រុកចំនួន3បានចូលរួមចំនួនដីដែលពួកគេបានចុះទៅពិនិត្យនោះពាក់ព័ន្ធក្រុមហ៊ុនអុកញ៉ាលីយ៉ុងផាត់និងក្រុមហ៊ុន HLA ជាមួយនឹងប្រជាពលរដ្ឋស្រុកអរ៉ាស្រុកថ្ពងនិងស្រុកភ្នំស្រួចលោកឡុងរីតំណាងរាស្ត្រមួយរូបថ្លែងថាមិនទាន់បានចម្លើយពីខាងក្រុមហ៊ុននៅឡើយព្រោះវេទិការាស្ត្រនិងមន្ត្រីនៅភូមិច្រកទៀកឃុំត្រពាំងជោមានតែប្រជាពលរដ្ឋច្រើនស្រុកនៃខេត្តកំពង់ស្ពឺលើកពីការផ្ដាល់ដីសម្បត្តិសេដ្ឋកិច្ចបានរំលោភយកដីរបស់ប្រជាពលរដ្ឋកំពុងអាស្រ័យផលនិងមិនទាន់បានទទួលសំណងយើងបាននាំគ្នាមកជួបគាត់ផ្ទាល់ដើម្បីទទួលយកញ៉ាំពីបណ្ដឹងទាំងឡាយដែលពាក់ព័ន្ធទៅនឹងកង្វល់ទុកលំដាប់ពីពលសិទ្ធិមានទីនីតិ3ទីនីតិទី1ធ្វើច្បាប់អនុម័តច្បាប់ទី2តាមដានមើលការអនុវត្តច្បាប់ទី3ចុះមកជួបពលរដ្ឋអញ្ចឹងនៅក្នុងដីសម្រាប់នេះយើងចុះមកជួបពលរដ្ឋដើម្បីឲ្យគាត់បង្ហាញពីកង្វល់បញ្ហានិងលើកសំណើផ្សេងៗទាក់ទងទៅនឹងការចង់ឲ្យយើងជួយអន្តរជាតិដល់ទីគាត់បាទតំណាងសហគមន៍ដីធ្លីខេត្តកំពង់ស្ពឺលោកព្រំសុធីថ្លែងថាក្រុមហ៊ុនចំនួន2បានសិទ្ធិវិនិយោគដាំអំពៅនិងដាំពោតឆ្លៀតរំលោភយកដីប្រជាពលរដ្ឋច្រើនពាន់ហិកតាដោយមិនមានការដោះស្រាយសំណងសមរម្យលោកថាការអភិវឌ្ឍចំការអំពៅនិងចំការពោតបានឲ្យអ្នកភូមិចូលធ្វើជាកម្មករក្នុងនោះមែនប៉ុន្តែក្រុមហ៊ុនឲ្យតម្លៃឈ្នួលប្រចាំថ្ងៃថោកពេកលោកបន្តថាការវិនិយោគមិនបានជួយឲ្យអ្នកបាត់បង់ដីក្នុងតំបន់វិនិយោគបានទទួលផលចំណេញឡើយទើបការតវ៉ាទាមទារដីនិងសំណងកើតឡើងការផ្ដល់ដីសម្បត្តិនឹងចំណេញដល់ប្រជាពលរដ្ឋខ្ញុំចំណេញតែទឹកភ្នែកទេព្រោះវាអស់ស្រែអស់ចំការខាងអាស្រ័យផលក្រុមប្រឹក្សាខេត្តកំពង់ស្ពឺអ្នកស្រីឌុចនូសេរីថ្លែងថាពលរដ្ឋជាង500នាក់មកពីស្រុកអរ៉ាស្រុកថ្ពងនិងស្រុកភ្នំស្រួចបង្ហាញពីផលប៉ះពាល់ក្រោមការវិនិយោគក្រុមហ៊ុនពីរនោះអ្នកស្រីថាសហគមន៍ជនជាតិដើមភាគតិចសួយអះអាងមិនទាន់បានទទួលសំណងនិងការដោះស្រាយដីធ្លីជាវិជ្ជមាននៅឡើយប៉ុន្តែឲ្យសហគមន៍គាត់នឹងចុះស្រាវជ្រាវចំពោះប្រជាពលរដ្ឋនឹងថាតើមានប្រមាណគ្រួសារដែលក្រុមហ៊ុននឹងឈូសឆាយហើយមិនទាន់បានសំណងតំណាងប្រជាពលរដ្ឋឃុំត្រពាំងជោស្រុកអរ៉ាលោកសួនសឿនថ្លែងថាបញ្ហាដីធ្លីនៅក្រោមការផ្ដាល់ដីវិនិយោគរបស់រដ្ឋាភិបាលបានធ្វើឲ្យពួកគាត់គ្មានប្រាក់ចំណូលនិងខ្វះស្បៀងហើយចេញពីភូមិស្រុកព្រោះគ្មានដីដាំដុះធ្លាក់ខ្លួនក្រីក្រដោយសារការវិនិយោគដីសម្បត្តិនោះ
បាត់បង់រឿងពេលអាណាតាបងតាពេលថាពេលជំនឿរបស់ប្រជាពលរដ្ឋនៅជំនឿស៊ូតិចបងតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺលោកសុកអ៊ុំសៀថ្លែងថាទំហំដីទំនាស់ពាក់ព័ន្ធក្រុមហ៊ុនលោកលីយ៉ុងផាត់មាន 1644 ហិកតានិងដីទំនាស់ជាមួយក្រុមហ៊ុន HLH មានទំហំ 1236 ហិកតាដែលប្រជាពលរដ្ឋបានលើកនៅក្នុងវេទិកាបញ្ហាតំណាងរាស្ត្រគណៈបក្សសង្គ្រោះជាតិធ្វើវេទិការាស្ត្រនឹងមន្ត្រីដាច់ដោយឡែកដើម្បីប្រមូលព័ត៌មានចំនួនដីធ្លីនៅក្នុងខេត្តកំពង់ស្ពឺអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីបានតាក់ទងអភិបាលរងខេត្តកំពង់ស្ពឺលោកច័ន្ទតារាដែលទទួលបន្ទុកដោះស្រាយវិវាទដីធ្លីប៉ុន្តែមិនអាចជម្រាបសួរព័ត៌មានលោកបាននៅថ្ងៃទី10 ខែមករាដោយអ្នកលើកទូរស័ព្ទរបស់លោកឆ្លើយថាអភិបាលរងខេត្តរូបនោះមិនបាននៅទេបានទុកទូរស័ព្ទចោលនាងខ្ញុំអុកសាវបរិយវិទ្យុអាស៊ីសេរីភ្នំពេញចាប់ពីខេត្តរតនគិរីនៅវិញសកម្មជនគណៈបក្សសង្គ្រោះជាតិចាប់ប្រកាន់ប្រធានក្រុមប្រឹក្សាខេត្តនៃគណៈបកប្រជាជនកម្ពុជាថាបានប្រើប្រាស់មីតិញទិវា7មករាជេរប្រមាថមេដឹកនាំនិងសកម្មជនរបស់បកនេះនៅមូលដ្ឋានខុសពីការពិតចាំមន្ត្រីគណៈបកប្រជាជនកម្ពុជាបដិសេធការចាប់ប្រកាន់នេះលោករដ្ឋាភិបាលរាយការណ៍ប្រធានគណៈកម្មាធិការប្រតិបត្តិគណៈបក្សសង្គ្រោះជាតិប្រចាំស្រុកតាវែងខេត្តរតនគិរីលោកតានស៊ីនហៅការជេរប្រមាថរបស់មន្ត្រីជាន់ខ្ពស់គណៈបកប្រជាជនខេត្តរតនគិរីថាជាចេតនាមូលបង្កាច់ផ្នែកនយោបាយដើម្បីគំរាមកំហែងប្រជាពលរដ្ឋមិនឲ្យចូលរួមជាមួយគណៈបកសង្គ្រោះជាតិលោកបន្តថាការចាប់ប្រកាន់មេដឹកនាំគណៈបកសង្គ្រោះជាតិតាក់ទិនទៅនឹងការជួញដូរគ្រឿងញៀនធ្វើឲ្យប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់បុគ្គលដែលត្រូវប្រឈមមុខទៅនឹងបទល្មើសព្រហ្មទណ្ឌគាត់ប្រមាថអ្នកដែលឈរឈ្មោះខាងគណៈបកសង្គ្រោះជាតិនៅមូលដ្ឋាននៅស្រុកតាវែងហ្នឹងគាត់ថាគាត់ទៅជាមនុស្សដែលគ្មានខួរបាទហើយឈួតកាលពីថ្ងៃទី7 ខែមករាប្រធានក្រុមប្រឹក្សាខេត្តរតនគិរីលោកមុងប៉យបានរៀបចំមីទីងអបអរសាទរទិវាជ័យជំនះ7មករានៅស្រុកតាវែងដែលមានប្រជាពលរដ្ឋមន្ត្រីអាជ្ញាធរមូលដ្ឋានជាង200នាក់ចូលរួមសេចក្តីរាយការណ៍របស់លោកតានស៊ីនបានដឹងថាអ្នកភូមិជាសាក្សីចូលរួមក្នុងពិធីមីទីងអះអាងថាលោកមុងប៉យបានពោលពាក្យបំភ័យប្រជាពលរដ្ឋមិនឲ្យចូលរួមជាមួយគណៈបកប្រឆាំងហើយពោលពាក្យប្រមាថសកម្មជនគណៈបកប្រឆាំងថាជាមនុស្សឈួតព្រមទាំងជេរប្រមាថចោទលោកសំរងស៊ីនិងលោកកឹមសុខាថាជាអ្នកជួញដូរគ្រឿងញៀនបើទោះបីលោកប្រពន្ធកូនក៏មិនមានប្រាក់គ្រប់គ្រាន់សម្រាប់ដឹកនាំប្រទេសដោយមេដឹកនាំគណៈបកប្រជាជនដែរវិទ្យុអាស៊ីសេរីមិនអាចតាក់ទងសុំការអធិប្បាយពីប្រធានក្រុមប្រឹក្សាខេត្តរតនគិរីលោកមុងប៉យជុំវិញសេចក្តីចោទប្រកាន់នេះបានទេនៅថ្ងៃទី10 ខែមករាទោះជាយ៉ាងនេះក្តីមេឃុំតាវែងក្រោមលោកមឹងសួនជាសកម្មជនគណៈបកប្រជាជនដែលបានចូលរួមក្នុងមីទីងនោះដែរថ្លែងបដិសេធសេចក្តីចោទប្រកាន់លោកអះអាងថាប្រធានក្រុមប្រឹក្សាខេត្តមិនបានប្រើពាក្យប្រមាថឬចោទប្រកាន់មេដឹកនាំគណៈបកប្រឆាំងអ្វីនោះឡើយហើយចំពោះណាឃោសនាមិនបាក់ធម្មតាក៏អត់និយាយជំអល់គណៈបកដែរតែទិនការចោទឆ្លើយដាក់គ្នានេះមន្ត្រីគណៈកម្មការសង្កេតការណ៍ដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា Conference លោកជួនភីណារ៉ាក៏សម្គាល់ថាការជេរប្រមាថឬចោទប្រកាន់គ្មានការពិតត្រូវប្រឈមមុខទៅនឹងបទល្មើសព្រហ្មទណ្ឌដែលនឹងត្រូវតុលាការផ្តន្ទាទោសតាមច្បាប់លោកថាប្រសិនសកម្មជនគណៈបកសង្គ្រោះជាតិមានសាក្សីវត្ថុតាងស្ដីពីការចោទនេះគេអាចប្តឹងប្រធានក្រុមប្រឹក្សាខេត្តតាមផ្លូវតុលាការពីបទមូលបង្កាច់បង្ខូចគេមករាគឺកម្មវិធីបុណ្យរបស់គណៈបកដែលធ្វើប៉ុន្តែរឿងបទល្មើសហើយផ្សេងយើងអត់ត្រូវយកមកទៅជែកលោកឡំទេព្រោះដំណើរការនេះមិនមែនជាដំណើរការនៅក្នុងកំឡុងឃោសនាទេរកស្លឹកឆ្នោតទេមន្ត្រីគណៈបកប្រជាជនថ្នាក់ជាតិនិងមូលដ្ឋានគ្រប់ខេត្តក្រុងបានប្រារព្ធទិវា7មករារំលឹកជ័យជំនះប្រឆាំងរបបប្រល័យពូជសាសន៍របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមលោកនាយករដ្ឋមន្ត្រីហ៊ុនសែននិងជាថ្នាក់ដឹកនាំជាន់ខ្ពស់គណៈបកប្រជាជនមួយរូបក៏ប្រដូចអ្នកប្រឆាំងស្មារតី7មករាថាជាក្រុមសម្ព័ន្ធមិត្តរបស់ប៉ុលពតខ្ញុំរដ្ឋាភិបាលវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរីសម្ព័ន្ធកំណែតម្រង់ការបោះឆ្នោតហៅកាត់ថាអឺរ៉ាផ្អាកជាបណ្ដាអាសន្ននៅគម្រោងការសាក់លបងវិតម្លៃសមត្ថភាពរបស់មន្ត្រីចូលឈ្មោះបោះឆ្នោតតាមបែបទំនើបឬហៅថា MVR នៅថ្នាក់មូលដ្ឋានក្នុងខេត្តកំពង់ចាមមន្ត្រីផ្នែកអង្គការរបស់អង្គការ Conference លោកកនសវាងមានប្រសាសន៍ថាគម្រោងនេះនឹងចុះធ្វើការសាក់លបងនៅក្នុងខែមករានៅឃុំចំនួន3គឺនៅក្នុងខេត្តកំពង់ចាមកំពង់ឆ្នាំងនិងខេត្តរតនគិរីប៉ុន្តែនៅខេត្តកំពង់ចាមដែលក្រុងផ្ដើមនៅថ្ងៃទី14មករានោះគឺសម្រាប់ផ្អាកបណ្ដាអាសន្នសិនដោយសារតែមានបញ្ហាច្រើនឥឡូវសុំបាត់មកណាសុំកុំឲ្យនេះណាសុំអត់បង្ហាញមកចាំខ្ញុំជម្រាបពេលក្រោយប៉ុន្តែគាត់ថានៅកំពង់ចាមនោះគឺខ្ញុំអាចផ្អាកសិនហើយខ្ញុំនឹងទៅជែកគ្នាថាតើបញ្ហាដែលខាងខ្ញុំធ្វើជួបប្រទេសហ្នឹងត្រូវបន្តទៅមើលឃុំផ្សេងទៀតឬមួយក៏ត្រូវបិទនៅខាងកំពង់ចាមហ្នឹងតែម្ដងណាព្រោះសំខាន់បញ្ហាហ្នឹងគឺប្រហែលជាមិនអាចទៅរួចទេណា
ចាគម្រោងសាកល្បងវាតម្លៃសមត្ថភាពមន្ត្រីចូលឈ្មោះបោះឆ្នោតនៅមូលដ្ឋានតាមបែបទំនើបគឺក្នុងគោលបំណងដើម្បីស្ទាបស្ទង់សមត្ថភាពរបស់មន្ត្រីនៅតាមឃុំឬសង្កាត់ថាតើពួកគាត់អាចមានសមត្ថភាពធ្វើការជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាថ្មីបានដែរឬទេហើយចង់ដឹងថាតើមន្ត្រីទាំងនោះត្រូវចំណាយពេលប៉ុន្មានដើម្បីបញ្ចូលឈ្មោះឬក៏ព័ត៌មានអ្នកបោះឆ្នោតម្នាក់ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានេះចាលោកនាងកញ្ញាកំពុងស្ដាប់កម្មវិធីផ្សាយរបស់វិទ្យុអស៊ីសេរីពីរដ្ឋធានី Washington មន្ត្រីសង្គមស៊ីវិលមិនមានជំនឿថារដ្ឋាភិបាលនឹងអាចធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈឲ្យមានប្រសិទ្ធភាពបានឡើយប្រតិកម្មនេះគឺធ្វើឡើងនៅបន្ទាប់ពីទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី9ខែមករាបានអនុម័តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈសម្រាប់ឆ្នាំ2014ដល់ឆ្នាំ2018តើក្រមសង្គមស៊ីវិលមានហេតុផលអ្វីទើបមិនមានជំនឿលើកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈថានឹងមិនមានប្រសិទ្ធភាពនោះចាសសេចក្តីរាយការណ៍ពីស្ដាមពីរឿងនេះលោកដានៀងនឹងបានស្ដាប់នាពេលបន្តិចទៀតនេះលោកអ្នកស្ដាប់យុតិមេត្រីប្រជាប្រដ្ឋមួយចំនួននៅក្នុងខេត្តព្រៃវែងចាប់ផ្ដើមជួបប្រជុំគ្នាដើម្បីពិភាក្សាស្វែងយល់ពីលទ្ធភាពក្នុងការបង្កើតគណៈបកនយោបាយមួយចេញពីប្រជាប្រដ្ឋនៅតាមមូលដ្ឋានការផុសឡើងនៃចលនាបង្កើតគណៈបកនយោបាយថ្មីនេះគឺដោយសារតែប្រជាប្រដ្ឋមួយចំនួនហាក់អស់ជំនឿលើគណៈបកដែលខ្លួនធ្លាប់គ្រប់គ្រងអង្គការដែលខ្លំមើលការបោះឆ្នោតកំពុងសង្កេតមើលដំណើរការនៃការបង្កើតគណៈបកនេះនៅតាមមូលដ្ឋានចាសសូមស្ដាប់សេចក្តីរាយការណ៍របស់លោកមុំសុផុនដូចតទៅប្រជាពលរដ្ឋប្រមាណ50នាក់មកពីស្រុកចំនួន3ក្នុងខេត្តព្រៃវែងបានជួបប្រជុំគ្នាជាលើកដំបូងនៅថ្ងៃទី10ខែមករាឆ្នាំ2015ដើម្បីពិភាក្សាពីលទ្ធភាពនៃការបង្កើតគណៈបកនយោបាយដែលកើតចេញពីប្រជាពលរដ្ឋនៅតាមមូលដ្ឋានលោកកែមលីអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមបានមានប្រសាសន៍ថាការប្រជុំគ្នានេះគឺដើម្បីស្វែងយល់ពីឆន្ទៈរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទាក់ទងរឿងនយោបាយនិងសិក្សាពីលទ្ធភាពរបស់ប្រជាពលរដ្ឋក្នុងការបង្កើតគណៈបកចេញពីមូលដ្ឋានរបស់គាត់នៅតាមឃុំជាដើមបើសិនជាគាត់រួបរวมគ្នាគាត់យល់ឃើញថាការជ្រើសមេភូមិដោយប្រជាពលរដ្ឋការជ្រើសរើសបេក្ខភាពក្រុមប្រឹក្សាឃុំដោយក្រុមគាត់ជាសកម្មជនជាសមាជិកគ្រប់គ្រងហើយការជ្រើសរើសបេក្ខភាពតំណាងរាស្ត្ររបស់គណៈបកនីមួយៗដោយសមាជិកឬក៏សកម្មជនឬក៏សមាជិកគ្រប់គ្រងខ្ញុំគិតថាជោគជ័យនៅសុខភាពពីព្រោះមូលដ្ឋានគឺប្រជាធិបតេយ្យគឺនៅក្នុងភូមិឃុំនឹងឯងវាមិនមែននៅថ្នាក់ជាតិម្នាក់ពីរនាក់4 10នាក់រួបរวมគ្នាហើយយើងថាហ្នឹងរួបរวมគ្នាអត់ទៅរួចទេបើប្រជាពលរដ្ឋនៅនេះគាត់បែកបាក់គ្នាក៏អត់ល្អដែរបាទការបង្កើតគណៈបកនយោបាយថ្មីនេះគឺដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួមសកម្មភាពក្នុងការងារនយោបាយនៅតាមមូលដ្ឋាននិងចូលរួមជជែកពីគោលនយោបាយអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចនៅថ្នាក់មូលដ្ឋានរបស់ពួកគាត់ពលរដ្ឋដែលធ្លាប់គាំទ្រគណៈបកដែលមានអាសនៈនៅក្នុងសភាកន្លងមកគឺខកចិត្តចំពោះគណៈបកដែលគាត់ធ្លាប់គាំទ្រក្នុងការចូលរួមដឹកនាំរដ្ឋាភិបាលឬការសម្រេចចិត្តកិច្ចការនយោបាយនិងការអភិវឌ្ឍប្រទេសជាដើមទើបពួកគាត់ហាក់អស់ជំនឿបន្តិចម្ដងលោកពុតខឹមប្រជាពលរដ្ឋរស់នៅក្នុងឃុំស្រែកោងស្រុកបាភ្នំខេត្តព្រៃវែងបានថ្លែងថាលោកហាក់ស្ទាក់ស្ទើរក្នុងការគាំទ្រគណៈបកនយោបាយដែលលោកធ្លាប់ដើរតាមកន្លងមកនោះណាត់ក្រោយនឹងឃើញថាខ្ញុំឈរនៅពាក់កណ្ដាលមិនទាន់សម្រេចយ៉ាងម៉េចថាខ្ញុំចង់ថាបើមានបណ្ដាញថ្មីណាតែការផ្លាស់ប្ដូរនេះខ្ញុំចង់ផ្លាស់ប្ដូរទៅតាមបណ្ដាញនេះព្រោះបណ្ដាញនេះគឺថាខ្ញុំប្រៀបធៀបដូចថាប្រជាពលរដ្ឋដែលធ្វើខ្លួនឯងដោយកន្លងមកដែលថាសង្គ្រាមវិជនកន្លងមកដែលធ្វើប្រជាជនធ្វើដល់ខ្លួនឯងកើតដល់ខ្លួនឯងចំនួនពលពលឃើញថាខ្លាំងមែនតើប៉ុន្តែគោតែគេបំបែកតាបាទបើអត់មានបណ្ដាញថ្មីខ្ញុំអត់បោះសុកចិននៅអព្យាក្រឹតនៅដដែលព្រោះថាបោះទៅវាជាអត់ប្រយោជន៍ព្រោះនាំតែគេខឹងនាំតែគេស្អប់ដដែលហ្នឹងអ្នកដែលចូលរួមពិភាក្សានោះគឺគាំទ្រចំពោះការបង្កើតគណៈបកថ្មីនៅមូលដ្ឋានប្រសិនបើមានការចូលរួមពីសមាគមអ្នកប្រជាធិបតេយ្យផងនោះការជួបប្រជុំក្នុងការបង្កើតគណៈបកមូលដ្ឋាននៅតាមភូមិឃុំនេះគឺត្រូវរងការរិះគន់ពីគណៈបកប្រឆាំងថាជាសកម្មភាពបំបែកសម្លេងឆ្នោតគាំទ្រគណៈបកប្រឆាំងហើយផ្ដល់លទ្ធភាពឲ្យគណៈបកកាន់អំណាចកាន់តែមានសម្លេងកើនឡើងទៅវិញលោកកែមលីបានថ្លែងថាប្រសិនបើគណៈបកមូលដ្ឋាននេះធ្វើបានល្អនោះនឹងទាញសម្លេងគាំទ្រពីគណៈបកកាន់អំណាចដែរដែលជាការចាប់ផ្ដើមលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាននាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាដែលហៅកាត់ថា Conference គឺលោកគុលបញ្ញាបានមានប្រសាសន៍ថានេះជាលើកទី1ហើយប្រសិនបើប្រទេសកម្ពុជាអាចមានគណៈបកមូលដ្ឋានបើផ្អែកទៅលើច្បាប់បង្កើតគណៈបកនយោបាយដែលទាមទារលក្ខខណ្ឌច្រើននោះលោកបានបន្ថែមទៀតថានេះជាការល្អប្រសិនបើរដ្ឋាភិបាលថ្នាក់ជាតិបង្កលទ្ធភាពឲ្យមានការបង្កើតគណៈបកនយោបាយថ្នាក់មូលដ្ឋានហើយលក្ខខណ្ឌមិនស្មុគស្មាញដោយគណៈបកថ្នាក់ជាតិនោះ
តាមពិតជាគំនិតមួយយ៉ាងដែរដែលយើងកើតឲ្យមានភាពចម្រុះនៅក្នុងកិច្ចការនយោបាយហ្នឹងនៅប្រទេសគេច្រើនឥឡូវនេះគេចូលចិត្តបង្កើតប្រព័ន្ធចម្រុះហ្នឹងមានតាមពីគណៈបកណាក់ជាតិចឹងទៅធំចឹងទៅមានក្រុមឯករាជ្យមានឯកជនឯកតនាមហើយមានក្រុមគណៈបកតូចៗតាមមូលដ្ឋានហ្នឹងនៅហ្វីលីពីនគេហៅថាក្រុមការពារផលប្រយោជន៍របស់ខ្លួននៅតាមមូលដ្ឋានហ្នឹងវាមានសិទ្ធិឈ្មោះហើយនៅហ្វីលីពីនមិនត្រូវប៉ុណ្ណឹងគេមានកោតការសម្រាប់ក្រុមគណៈបកតូចៗហ្នឹងទៀតទោះជាយ៉ាងណាលោកកែមលីអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមបានលើកឡើងថាប្រសិនបើប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានមានឆន្ទៈក្នុងការបង្កើតនោះគឺគណៈបកមូលដ្ឋានអាចនឹងចូលរួមលើកដំបូងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅពេលខាងមុខខ្ញុំមុំសុផុនវុទ្ធុអាស៊ីសេរីរាយការណ៍ពីខេត្តព្រៃវែងចារឿងដាច់ដライមួយអាជីវករដឹកដំឡូងទៅលក់នៅប្រទេសវៀតណាមត្អូញត្អែពីការលំបាកនៅពេលដែលអាជ្ញាធរខេត្តត្បូងឃ្មុំតម្រូវឲ្យបិទច្រករបៀងស្ទើរតែទាំងអស់មិនឲ្យឡានដឹកទំនិញអាចឆ្លងកាត់ដោយមុនបានឡើយបញ្ហានេះអាជ្ញាធរបញ្ជាក់ថាច្រករបៀងគឺជាច្រកខុសច្បាប់ដូចនេះគឺតម្រូវឲ្យចេញចូលតាមច្រកអន្តរជាតិតែមួយប៉ុណ្ណោះលោកសូតសុខប្រាថ្នារាយការណ៍ព័ត៌មាននេះឡានដឹកដំឡូងជាច្រើនរបស់ក្រុមអាជីវករត្រូវកកស្ទះនៅតាមច្រកព្រំដែនបន្ទាប់ពីអាជ្ញាធរខេត្តត្បូងឃ្មុំចេញគោលការណ៍ឲ្យបិទច្រកព្រំដែនតូចៗឬច្រករបៀងនៅជាប់ប្រទេសវៀតណាមដោយមិនអនុញ្ញាតឲ្យឈ្មួញដឹកទំនិញអាចចេញចូលបានដោយមុនទេសកម្មភាពនេះគឺកើតឡើងប្រមាណជិត1ខែមកហើយដែលធ្វើឲ្យអ្នករកស៊ីទាំងនោះត្រូវជួបផលប៉ះពាល់មួយកម្រិតទៀតឈ្មួញកណ្ដាលដែលទទួលទិញដំឡូងមកពីខេត្តក្រចេះទៅលក់នៅប្រទេសវៀតណាមលោកវ៉ាន់ធីរិតឲ្យដឹងថាការបិទច្រកតូចៗគឺធ្វើឲ្យពួកគាត់ត្រូវកកស្ទះរថយន្តរាប់រយគ្រឿងជារៀងរាល់ថ្ងៃដោយត្រូវរង់ចាំច្រកតែមួយគឺច្រកអន្តរជាតិដង7ដើមក្នុងស្រុកមីមុនលោកថាការកកស្ទះគឺធ្វើឲ្យគុណភាពដំឡូងរបស់លោកត្រូវថយចុះដែលនាំឲ្យឈ្មួញទទួលទិញដំឡូងនៅប្រទេសវៀតណាមកាន់តែបន្ថោកតម្លៃផលិតផលរបស់ពួកគាត់ខូចដែរបើឡើង2ថ្ងៃខូចហើយឡើងខ្មៅហើយយកមកវាឲ្យថោកទៀតហើយអានេះខ្ញុំចង់ទំនុំពរចង់ថាឲ្យជួយសម្រួលឲ្យបានលឿនជាងនឹងបន្តិចបាទវាទូពេកទៀតណាឡានច្រើនមកគ្រប់ខេត្តហើយប្រភពដដែលបន្ថែមថាក្រៅពីកកស្ទះតម្លៃក្បាលឡានសម្រាប់ចេញមួយលើកក៏ខុសគ្នាពីច្រករបៀងដែរពលគឺច្រករបៀងឡានដឹកដំឡូងមួយជើងត្រូវបង់ប្រមាណ 50000 រៀលចំណែកនៅច្រកអន្តរជាតិគឺត្រូវបង់ 70000 ទៅ 80000 រៀលរីឯឈ្មោះនៃស្រុកចំការលើម្នាក់ទៀតលោកជាមេញឲ្យដឹងដែរថាកាលពីមិនទាន់បិទច្រករណបឬច្រករបៀងលោកអាចដឹកដំឡូងទៅលក់នៅប្រទេសវៀតណាមមួយថ្ងៃមួយជើងប៉ុន្តែក្រោយពីពេលបិទច្រកនោះមកគឺលោកអាចដឹកបាន2ថ្ងៃឬ3ថ្ងៃតែមួយជើងប៉ុណ្ណោះខ្ញុំចង់ទាមទារថាឲ្យចង្វាយខេត្តហ្នឹងដោះស្រាយមួយវៀតណាមហ្នឹងឲ្យវិធីធ្វើម៉េចឲ្យបើកច្រកដូចមុនជាងបានប្រើពេលវាឆាប់បានទៅដឹកយន្តធ្វើម៉េចបើយើងមានទីផ្សារទៅប្រទេសគេយើងនៅក្រោមនេះគេអញ្ចឹងក្រៅពីឈ្មោះទាំងនោះក៏មានឈ្មោះមកពីខេត្តឆ្ងាយៗរួមមានខេត្តកំពង់ធំខេត្តព្រះវិហារជាដើមក៏បានត្អូញត្អែស្រដៀងគ្នានេះដែរតាក់ទងបញ្ហានេះអភិបាលខេត្តត្បូងឃ្មុំលោកប្រាជ្ញច័ន្ទមានប្រសាសន៍មុនដាច់ខ្សែទូរស័ព្ទថាច្រកតូចៗទាំងនោះជាច្រកមិនផ្លូវការហើយវាមិនសូវសំខាន់ឡើយយ៉ាងណាអភិបាលស្រុកមីមុតលោកចេញមុនរាមានប្រសាសន៍ថាច្រករបៀងតូចៗទាំងនោះជាច្រកខុសច្បាប់ដូចនេះអាជ្ញាធរតម្រូវឲ្យឈ្មួញទាំងអស់ត្រូវចេញចូលតាមច្រកអន្តរជាតិតែមួយដើម្បីជៀសវាងកុំឲ្យមានបទល្មើសផ្សេងៗកើតឡើងគោលការណ៍របស់អាដាមបាក់ថាគឺថាមិនឲ្យមានចូលតាមនឹងទេឲ្យមកចូលតាមច្រកផ្លូវការវិញដែលជាច្រកត្រឹមត្រូវតាមច្បាប់វិញលោកថាការកកស្ទះខ្លះអាចមានមែនគឺបណ្ដាលមកពីភាគីវៀតណាមពីព្រោះនៅប្រទេសវៀតណាមគេមានពេលវេលាកំណត់សម្រាប់ការដឹកទំនិញចេញចូលច្បាស់លាស់លោកបន្ថែមថាប្រសិនបើច្រកណាដែលអាចបើកជាច្រកសម្រាប់ដឹកទំនិញចេញចូលថ្នាក់តំបន់បានអាជ្ញាធរនឹងស្នើទៅរាជរដ្ឋាភិបាលដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋតែយ៉ាងណាលោកថាពលរដ្ឋក៏ត្រូវយោគយល់ទៅវិញដែរចំណែកសមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំមកពីបកសង្គ្រោះជាតិលោកស៊ូយៀនមានប្រសាសន៍ថាការបិទច្រករបៀងឬច្រកតូចៗគឺមិនអាចទប់ស្កាត់បទល្មើសបានទាំងស្រុងឡើយប៉ុន្តែគឺអាស្រ័យទៅលើមន្ត្រីដែលអនុវត្តច្បាប់នៅតាមព្រំដែនទៅវិញទេបញ្ហាសំខាន់នៅលើដែលមន្ត្រីនៅតាមច្រកទ្វារនឹងក៏អនុវត្តច្បាប់ឲ្យបានទៅវាអត់មានន័យទៅបញ្ហានេះប៉ុន្តែដល់ធ្វើអញ្ចឹងទៅវាប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋក៏ដឹកទំនិញទៅលក់នៅវៀតណាមនៅយួននឹងវិញទេដោយសារតែវាពិបាកក្នុងការរកច្រកចេញក៏តែមួយកន្លែងធ្វើឲ្យកកស្ទះអញ្ចឹងវាខាតពេលវេលាខ្លះនៅដេកចាំផ្លូវក៏មានដែលឃើញពលរដ្ឋជាច្រើនជួបបញ្ហាដោយសារការបិទច្រកតូចៗសមាជិកក្រុមប្រឹក្សាខេត្តរូបនោះនឹងលើកបញ្ហានេះសម្រាប់កិច្ចប្រជុំនៅថ្នាក់ខេត្តដើម្បីធ្វើយ៉ាងណាស្នើឲ្យភ្នាក់ងាររាជរដ្ឋាភិបាលសម្រួលការលំបាករបស់ប្រជាពលរដ្ឋខ្ញុំសោតសុខប្រាថ្នាវັດឈូអាស៊ីសេរីពីខេត្តកំពង់ចាម
លោកអ្នកស្ដាប់ជាទីមេត្រីអគ្គកុងស៊ុលកម្ពុជាសហការជាមួយនឹងអាជ្ញាធរថៃដឹកសាកសពចំនួន2ដែលឆេះខ្លោចទៅធ្វើកោសល្យវិច័យនៅទីក្រុងបាងកកដើម្បីបញ្ជាក់អត្តសញ្ញាណថាតើសាកសពនោះគឺជាជនជាតិខ្មែរឬក៏ជនជាតិថៃសេចក្តីជូនដំណឹងរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាផ្សព្វផ្សាយកាលពីថ្ងៃទី10ខែមករាម្សិលមិញបានឲ្យដឹងថាសាកសពទាំងនោះត្រូវប្រទះឃើញនៅក្នុងចំការដំឡូងមួយនៅស្រុកខ្លងហាតខេត្តត្រាកែវប្រទេសថៃហើយដែលឈោមគ្នានឹងស្រុកសំពៅលួនខេត្តបាត់ដំបងសាកសពនោះស្ថិតនៅក្នុងសភាពឆេះរោលមើលមិនស្គាល់លិខិតដដែលបញ្ជាក់ថាអគ្គកុងស៊ុលកម្ពុជាបន្តតាមដាននិងសហការជាមួយនឹងអាជ្ញាធរថៃក្នុងដំណើរការកំណត់អត្តសញ្ញាណសាកសពនោះប្រសិនបើបានលទ្ធផលបង្ហាញថាជាជនជាតិខ្មែរនោះអគ្គកុងស៊ុលនឹងរៀបចំពាក្យបណ្ដឹងដើម្បីចាប់ជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់លោកនាងកញ្ញាទៅបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូនដល់នាងខ្ញុំម៉ៃសុធានីសូមលោកនាងរងចាំស្ដាប់ការផ្សាយរបស់យើងជាបន្តនាពេលបន្តិចទៀតនេះចាលោកនាងកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍ផ្ដោតអំពីសង្គមស៊ីវិលរិះគន់ថាការកែតម្រង់រដ្ឋបាលសាធារណៈទំនងជាមិនមានប្រសិទ្ធភាពចាប់បរដ្ឋ30គ្រួសារនៅកោះស្ដេចអំពីនីវរកអន្តរាគមបញ្ចប់បញ្ហាប្រឈមមុខដាក់គ្នាជាមួយនឹងក្រុមហ៊ុនចិន Union អង្គការសង្គមស៊ីវិលអះអាងថាឥទ្ធិពលចិនលើការអភិវឌ្ឍសេដ្ឋកិច្ចបានបំផ្លាញធនធានធម្មជាតិនៅកម្ពុជាទៅវិញចាប់បរដ្ឋត្អូញត្អែបញ្ហាសម្រាមក្រោមស្ពានអាកាសស្ទឹងមានជ័យបង្កក្លិនស្អុយចានៅចុងកម្មវិធីលោកអ្នកនឹងបានស្ដាប់ព័ត៌មានបញ្ចប់សូមអញ្ជើញលោកនាងកញ្ញាស្ដាប់សេចក្តីរាយការណ៍ទាំងនេះជាបន្តបន្ទាប់ដោយមេត្រីសេចក្តីរាយការណ៍ពិស្ដាលោកអ្នកនាងជាទីមេត្រីមន្ត្រីសង្គមស៊ីវិលមិនមានជំនឿថាមន្ត្រីរាជការបម្រើការងាររដ្ឋឲ្យទៅជាអ្នកផ្ដល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពបានឡើយការរិះគន់នេះក៏កើតឡើងលើបន្ទាប់ពីគណៈរដ្ឋមន្ត្រីអនុម័តកម្មវិធីជាតិកំណែតម្រង់រដ្ឋបាលសាធារណៈសម្រាប់ឆ្នាំ2014ដល់ឆ្នាំ2018កាលពីថ្ងៃទី9ខែមករាចានេះមិនមែនជាលើកទី1ទេដែលរដ្ឋាភិបាលដឹកនាំដោយលោកហ៊ុនសែនប្រកាសធ្វើកំណែតម្រង់សាធារណៈលោកបានវិចាររាយការណ៍ពុស្ដាជំវិញបញ្ហានេះគោលដៅនៃការធ្វើកំណែតម្រង់រដ្ឋបាលសាធារណៈត្រូវបានរាជរដ្ឋាភិបាលបញ្ជាក់ថាគឺធ្វើឡើងដើម្បីជំរុញការកែលម្អនិងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនិងសង្គមជាតិប្រកបដោយគុណភាពប្រសិទ្ធភាពតម្លាភាពឆ្លើយតបនឹងសេចក្តីត្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនិងឈានទៅកាត់បន្ថយភាពក្រីក្រនិងជំរុញកំណើនសេដ្ឋកិច្ចជាតិប៉ុន្តែសង្គមស៊ីវិលចាត់ទុកថាការបង្កើតកម្មវិធីជាតិកែតម្រង់រដ្ឋបាលសាធារណៈនេះគឺធ្វើឡើងដើម្បីបង្ក្រប់កិច្ចតែប៉ុណ្ណោះអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោកកែមលីមានប្រសាសន៍ថារដ្ឋបាលសាធារណៈកម្ពុជាសពថ្ងៃកំពុងមានសភាពរញ៉េរញ៉ៃបំផុតដែលមិនងាយនឹងកែតម្រង់ឡើយលោកបន្តថាឧបសគ្គធំៗចំពោះការធ្វើកំណែតម្រង់នោះគឺបញ្ហាពុករលួយនិងបពុនិយមលោកបញ្ជាក់ថាសពថ្ងៃនេះមន្ត្រីដែលមានសមត្ថភាពត្រូវបានគេកវត្តចោលគៀនជញ្ជាំងមន្ត្រីប្រមូលផ្ដុំគ្នាធ្វើការតែនៅទីប្រជុំជនយន្តការលើកទឹកចិត្តមន្ត្រីរាជការស្ទើរដល់កម្រិតសូន្យចំណែកឯមនុស្សជាច្រើនទៀតបានយកតួនាទីជាមន្ត្រីរាជការឬកងកម្លាំងប្រដាប់អាវុធទៅកាងមុខរបររកស៊ីរបស់ក្រុមគ្រួសារខ្លួនតែប៉ុណ្ណោះត្រីរាជការជួបដល់ចូលនិវត្តន៍អត់ចូលពជាឲ្យជីវិតវាយូរអីចឹងណាដល់ចឹងទៅចោលគ្នាត្រីរាជការប៉ោងធំត្រីរាជការប៉ោងធំអាស្អីក៏ធ្វើអត់ចេញអញ្ចឹងហើយក៏ទោះបីរដ្ឋាភិបាលនៅធ្វើក៏នៅធ្វើអត់ទៅរួចដែរនៅតែប៉ុណ្្នឹងនៅតែធ្វើមិនជោគជ័យដែរនៅមិនធ្វើមិនជោគជ័យដែរវាត្រូវ culture វាហៅវប្បធម៌រដ្ឋបាលនឹងយើងក៏កែអាហ្នឹងណាបាក់ពួកនិយមគ្រួសារនិយមត្រូវស្ដាច់ឥឡូវវាច្រឡំគ្នាហ្នឹងគេយកមុខងារមន្ត្រីរាជការគ្រាន់តែជាការទប់ជំនួយរបស់គេហើយហ្នឹងម្នាក់មានក្រុមហ៊ុន1 2អញ្ចឹងវាទៅអត់រួចហើយអ្នកហ្នឹងអ្នកមានលុយហើយបើមិនខុសឆ្គងអត់មានទោសរាជរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែតម្រង់រដ្ឋបាលសាធារណៈចំនួន4លើករួចមកហើយបន្ទាប់ពីការបោះឆ្នោតអាណត្តិទី1កំណែតម្រង់រដ្ឋបាលសាធារណៈឆ្នាំ1998និង2002បានរកឃើញមន្ត្រីខ្មោចរាប់ពាន់នាក់
ប៉ុន្តែមន្ត្រីធំដែលយកប្រាក់ខែរដ្ឋទៅបើកឲ្យខ្មោចចាយទាំងនោះមិនត្រូវបានដាក់ទោសទណ្ឌអ្វីនោះទេអ្នកណាក៏ដឹងដែរថាមន្ត្រីរាជការកម្ពុជាមិនប្រកែកទេនឹងការប្រព្រឹត្តអំពើពុករលួយអ្នកធំស៊ីតាមធំអ្នកតូចស៊ីតាមតូចស្មានឃុំមេឃុំគ្រូបង្រៀនប៉ូលីសតូចតាចយោធាមន្ត្រីធំក្នុងជួររដ្ឋាភិបាលភាគច្រើនសុទ្ធតែធ្លាប់យកប្រាក់ក្រៅផ្លូវការរហូតដល់កម្ពុជាជាប់ជាប្រទេសដែលពុករលួយជាងគេនៅក្នុងតំបន់អាស៊ានរីឯសេវាសាធារណៈវិញមានសភាពយឺតយ៉ាវអស់ប្រាក់ច្រើនមានអ្នករត់ការមានអ្នកផ្ដល់សេវាក្រៅផ្លូវការហើយមន្ត្រីដែលបម្រើសេវាភាគច្រើនមានចរិតជាចវាយញីទៀតផងទោះជាបែបណាក្តីតាមរយៈសេចក្តីព្រាងកម្មវិធីជាតិនេះរាជរដ្ឋាភិបាលដាក់ចេញយុទ្ធសាស្ត្រមួយចំនួនសម្រាប់កែតម្រង់រដ្ឋបាលរួមមានពង្រឹងគុណភាពនិងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈនិងឯកសារណែនាំស្តីពីស្តង់ដារសេវាសាធារណៈឆ្លើយតបចំពោះការប្រើប្រាស់សេវាអភិវឌ្ឍសមត្ថភាពកែលម្អការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្សលើកកម្ពស់គុណផលមន្ត្រីនិងជំរុញឲ្យមន្ត្រីប្រកាន់ភ្ជាប់នៅវប្បធម៌ម្ចាស់ការភក្តីភាពនិងមានមនសិការវិជ្ជាជីវៈព្រមទាំងកែតម្រង់ប្រព័ន្ធប្រាក់បៀវត្សនិងប្រាក់ផ្សេងជូនមន្ត្រីរាជការប្រធានអង្គការវេទិកាអនាគតដែលជាស្ថាប័នសិក្សាស្រាវជ្រាវពីគោលនយោបាយសាធារណៈលោកអ៊ូវីរៈមានប្រសាសន៍ថាការគ្រប់គ្រងរដ្ឋបាលសាធារណៈរបស់កម្ពុជាពេលនេះមានសភាពយ៉ាប់យ៉ឺនធ្ងន់ធ្ងរដោយសារតែមន្ត្រីរាជការភាគច្រើនភ្ជាប់ខ្លួនទៅនឹងការងាររបស់គណៈបកនយោបាយជាងការងាររាជការលោកបន្តថាបើសិនជាមន្ត្រីរាជការឯករាជ្យពីនយោបាយនោះពួកគាត់នឹងអាចធ្វើការងារពេញដៃពេញជើងដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋដែលជាអ្នកបង់ពន្ធនិងជាម្ចាស់ប្រទេសលោកបញ្ជាក់ថាកម្មវិធីជាតិនេះនឹងមិនជោគជ័យឡើយបើសិនជាមិនបានកែតម្រង់រចនាសម្ព័ន្ធរដ្ឋបាលសាធារណៈឲ្យច្បាស់លាស់ទេនោះសេវាកម្មរដ្ឋខ្លាយទៅជាឧបករណ៍នយោបាយរបស់គណៈបកកណ្ដាលអំណាចហើយអញ្ចឹងទៅជាពលរដ្ឋគាត់មិនសប្បាយចិត្តជាមួយនឹងគណៈបកកណ្ដាលអំណាចគាត់មិនសប្បាយចិត្តជាមួយនឹងមន្ត្រីការធម្មតាដែរអាហ្នឹងវាទៅជារឿងមួយប្រជាប្រទេសប្រជាសង្គមខ្ញុំមើលការកំណែតម្រង់មួយដែលចាំបាច់មែនទែនគឺទៅរៀបចំរចនាសម្ព័ន្ធឡើងវិញទូរទស្សន៍មន្ត្រីរាជការមួយចំនួនគាត់ទៅជាមានទូរទស្សន៍ស្មើឋានៈនយោបាយដូចជាមេប៉ូលីសខ្លះគាត់ទៅជាមានទូរទស្សន៍ជាទីប្រឹក្សារបស់យុរដ្ឋមន្ត្រីតែហើយមានទូរទស្សន៍ស្មើដល់ទៅរដ្ឋលេខាធិការឬមួយទៅដល់រដ្ឋមន្ត្រីអញ្ចឹងមិនដឹងជានរណាសន្តានាគាត់ជួនកាលខ្ពស់ជាងមេគាត់ទៀតយ៉ាងណាក៏ដោយរាជរដ្ឋាភិបាលរំពឹងថាកម្មវិធីជាតិកំណែតម្រង់រដ្ឋបាលសាធារណៈនេះនឹងសម្រេចនូវលទ្ធផលមួយចំនួនមានជាអាចសេវាសាធារណៈប្រកបដោយគុណភាពសាមញ្ញប្រសិទ្ធភាពភាពជឿទុកចិត្តបានឆ្លើយតបទាន់ពេលវេលាងាយស្រួលនឹងការចូលរួមពីសំណាក់ប្រជាពលរដ្ឋព្រមទាំងមន្ត្រីរាជការទាំងអស់មានសមត្ថភាពខ្ពស់សុចរិតហើយកត្តាចុងក្រោយគឺធានាឲ្យមានប្រព័ន្ធបើកប្រាក់បៀវត្សជូនមន្ត្រីរាជការឲ្យបានសមរម្យក្នុងពេលប្រកាសពីយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនប្រកាសថារដ្ឋមន្ត្រីរបស់លោកមួយចំនួនបានយកក្រសួងស្ថាប័នរដ្ឋធ្វើជាកម្មសិទ្ធិផ្ដាច់មុខដោយជិះជាន់សង្កត់សង្កិនមន្ត្រីរាជការមិនញញើតលោកថែមទាំងស្នើឲ្យក្រសួងបើកសិក្ខាសាលាផ្ទៃក្នុងដើម្បីរិះគន់ថ្នាក់ដឹកនាំជាតិផងប៉ុន្តែសិក្ខាសាលាដែលលោកហ៊ុនសែនលើកឡើងនោះមានតែមួយឆាវប៉ុណ្ណោះហើយមកដល់ពេលនេះវប្បធម៌រិះគន់ខ្លួនឯងនឹងការប្រមូលព័ត៌មាននេះស្ងាត់ឈឹងទៅវិញតែម្ដងកូនរបស់អស់លោករដ្ឋមន្ត្រីទាំងនោះក៏ក្លាយជាអ្នកកាន់កិច្ចការធំនៅក្នុងក្រសួងនីមួយៗដែលឪពុកកាន់កាប់សូម្បីតែរដ្ឋសភាក៏ត្រូវបានក្រុមគ្រួសារមួយគ្រប់គ្រងផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុស្ទើរតែទាំងមូលដែរសេចក្តីព្រាងកម្មវិធីជាតិកំណែតម្រង់រដ្ឋបាលសាធារណៈនឹងត្រូវលាតត្រដាងពីចំណុចវិជ្ជមាននិងចំណុចអវិជ្ជមានកាន់តែច្បាស់នៅពេលដែលរដ្ឋសភាពិនិត្យនិងអនុម័តនៅថ្ងៃខាងមុខខ្ញុំបានវិចារវិទ្យុអាស៊ីសេរីភ្នំពេញលោកនាងជាទីមេត្រីបញ្ហាប្រឈមមុខដាក់គ្នារវាងក្រុមហ៊ុនចិន Union Development ជាមួយនឹងប្រជាពលរដ្ឋចំនួន30គ្រួសារនៅតំបន់ពោយជប៉ុននាភូមិព្រែកស្មាច់ឃុំកោះស្ដេចស្រុកគិរីសាគរខេត្តកោះកុងមិនទាន់មានអាជ្ញាធរចុះដោះស្រាយនៅឡើយទេប្រជាពលរដ្ឋអះអាងថាវិវាទនេះគឺកើតឡើងដោយសារតែក្រុមហ៊ុនចិនបានដឹកដីជិត20ឡានចាក់បិទផ្លូវចេញចូលភូមិរបស់អ្នកស្រុកចាប់បរដ្ឋក៏នាំគ្នាតវ៉ាបិទផ្លូវចេញចូលទៅស្រុកគិរីសាគរដើម្បីទាមទារឲ្យអាជ្ញាធរជួយរកដំណោះស្រាយមន្ត្រីសង្គមស៊ីវិលព្រួយបារម្ភខ្លាចដំណោះនេះអាចឈានដល់ការប្រើអំពើហិង្សាធ្ងន់ធ្ងរនិងស្នើដល់អាជ្ញាធរមានសមត្ថកិច្ចចុះជួយដោះស្រាយដោយសន្តិវិធីដើម្បីបញ្ចប់ចំនួនបិទផ្លូវឲ្យបានឆាប់ជាទីបំផុត
លោកដែរនៅយុទ្ធជារាយការណ៍តំណាងប្រជាពលរដ្ឋ30គ្រួសាររស់នៅឃុំកោះស្ដេចស្រុកគិរីសាគរខេត្តកោះកុងបន្តស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរពិសេសលោកនាយរដ្ឋមន្ត្រីហ៊ុនសែនឲ្យជួយរកដំណោះស្រាយពីកង្វល់ដែលក្រុមហ៊ុនចិន Union Development ដែលបានដឹកដីចាក់បិទផ្លូវមិនឲ្យប្រជាពលរដ្ឋធ្វើដំណើរចូលទៅកាន់លំនៅឋានជាង2សប្តាហ៍មកហើយតំណាងប្រជាពលរដ្ឋលោកប្រាក់ថនបានឲ្យដឹងនៅថ្ងៃសៅរ៍ទី10ខែមករាថាផ្លូវដែលក្រុមហ៊ុនចិនចាក់ដីបិទនៅចំណុចពោធិ៍ជប៉ុននេះគឺប្រជាពលរដ្ឋពួកគាត់ធ្លាប់ប្រើប្រាស់ផ្លូវនេះតាំងពីដូនតាឬតាំងពីជំនាន់សង្គមរាស្ត្រនិយមមកម្លេះលោកបន្តថារហូតមកដល់ពេលនេះប្រជាពលរដ្ឋនៅបន្តប្រមូលផ្ដុំគ្នាតវ៉ានិងបិទផ្លូវមួយកន្លែងចូលទៅកាន់ស្រុកគិរីសាគរដើម្បីឆ្លើយតបចំពោះការចាក់ដីបិទផ្លូវចូលភូមិអ្នកស្រុករបស់ក្រុមហ៊ុនចិននិងដើម្បីរងចាំឲ្យអាជ្ញាធរចុះមកដោះស្រាយលោកប្រាក់ថនបានដឹងទៀតថាការបិទផ្លូវធ្វើដំណើរដែលអូសបន្លាយពេល2សប្តាហ៍មកនេះបានឈានដល់ផ្ទុះអំពើហិង្សារវាងកងសន្តិសុខក្រុមហ៊ុន Union និងប្រជាពលរដ្ឋមួយប្រាវកាលពីថ្ងៃទី7ខែមករានៅគ្រាក្រុមហ៊ុនចិនប៉ុនប៉ងដឹកដីចាក់បិទផ្លូវចូលភូមិអ្នកស្រុកបន្ថែមទៀតលោកប្រាក់ថនបន្តថាអំពើហិង្សានេះក្រុមហ៊ុនចិនក៏បានដាក់ពាក្យបណ្ដឹងប្តឹងតំណាងពលរដ្ឋចំនួន3នាក់ទៅកាន់ប៉ុស្តិ៍នគរបាលឃុំកោះស្ដេចដោយចោទថាបានគប់បែកកញ្ចក់រថយន្តដឹកដីរបស់ក្រុមហ៊ុនប៉ុន្តែពលរដ្ឋមិនចូលខ្លួនទៅបំភ្លឺទេនៅថ្ងៃសៅរ៍ទី10ខែមករាមានការប្តឹងដល់ជារដ្ឋបានដេញទុកទៅគ្រួសាររបស់ពួកយើងផងហើយឡានវាបែកនឹងពីណាមកអីយ៉ាងម៉េចអីក៏វាមកវាចេះពាក្យប្តឹងទៅខាងរដ្ឋបាលស្រុកខាងក្រុមចាំស្រុកក៏ហៅពួកខ្ញុំទៅបំភ្លឺតំណាងពលរដ្ឋលោកប្រាក់ថនបញ្ជាក់ថាគិតតាំងពីថ្ងៃទី26ខែធ្នូឆ្នាំ2014រហូតដល់ថ្ងៃទី10ខែមករាឆ្នាំ2015គឺរយៈពេល2សប្តាហ៍ហើយដែលក្រុមហ៊ុនចិន Union បានដឹកដីចាក់បិទផ្លូវចេញចូលទៅភូមិអ្នកស្រុកនៅតំបន់ពោធិ៍ជប៉ុនក្នុងបំណងបង្ខំបណ្ដេញប្រជាពលរដ្ឋឲ្យរុះរើលំនៅឋានចេញពីទីតាំងចាស់ទៅកាន់ទីតាំងថ្មីតាមមហិច្ឆតារបស់ក្រុមហ៊ុនចិនបរិះវ័យចាស់រូបនេះឲ្យដឹងទៀតថាពលរដ្ឋចំនួន30គ្រួសាររស់នៅចំណុចពោធិ៍ជប៉ុននេះគឺជាគ្រួសារចុងក្រោយដែលនៅក្រាញននាលតវ៉ាពីការគំរាមបណ្ដេញរបស់អាជ្ញាធរនិងក្រុមហ៊ុនចិន Union ឲ្យចាក់ចេញពីលំនៅឋានធ្លាប់រស់នៅច្រើនជំនាន់និងជាកេរដំណែលតាំងពីដូនតាប្រជាពលរដ្ឋបង្ហាញកង្វល់ថាចាប់តាំងពីឆ្នាំ2012មកដល់ពេលនេះពលរដ្ឋក្នុងមូលដ្ឋាននេះបានរងការរំលោភបំពានដីធ្លីពីសំណាក់ក្រុមហ៊ុនចិន Union បានប្រើកងកម្លាំងសន្តិសុខរាប់សិបនាក់ឆ្មក់លួចដុតផ្ទះនិងប្រើគ្រឿងចាក់ឈូសឆាយដំណាំកសិកម្មមានខ្នុរដូងនិងស្វាយចន្ទីជាដើមពេលប្រជាពលរដ្ឋទៅនេសាទសមុទ្រក្នុងបំណងប្លន់យកដីក្រោមរូបភាពទទួលបានដីសម្បត្តិសេដ្ឋកិច្ចពីរដ្ឋាភិបាលប្រជាពលរដ្ឋឲ្យដឹងទៀតថាកង្វល់នេះពួកគាត់ធ្លាប់រាយការណ៍ជូនអាជ្ញាធរមូលដ្ឋានចាប់ពីថ្នាក់ឃុំស្រុកខេត្តរហូតដល់អាជ្ញាធរដោះស្រាយទំនាស់ដីធ្លីថ្នាក់ជាតិប៉ុន្តែមន្ត្រីស្ថាប័នទាំងនោះមិនបានរវល់អើពើទេហើយទំនាស់បានបន្តអូសបន្លាយរហូតមកដល់ពេលនេះផ្ដើមពីបញ្ហានេះប្រជាពលរដ្ឋ30គ្រួសារនៅឃុំកោះស្ដេចក៏បានអំពាវនាវដល់លោកនាយរដ្ឋមន្ត្រីហ៊ុនសែនឲ្យជួយទប់ស្កាត់សកម្មភាពរបស់ក្រុមហ៊ុន Union ដែលបានចាក់ដីបិទផ្លូវចូលទៅភូមិប្រជាពលរដ្ឋនៅតំបន់ពោធិ៍ជប៉ុនឲ្យពលរដ្ឋបានឆ្លងកាត់ដូចដើមវិញអភិបាលស្រុកគិរីសាគរលោកខឹមច័ន្ទឌីមិនគាំទ្រសកម្មភាពបាត់ផ្លូវជាការឆ្លើយតបទៅក្រុមហ៊ុនចិន Union ទេហើយបានចោទសកម្មភាពពលរដ្ឋថាបានប្រឆាំងនឹងផែនការអភិវឌ្ឍរបស់ក្រុមហ៊ុន Union ដែលទទួលបានសិទ្ធិវិនិយោគដីតំបន់នោះពីរដ្ឋាភិបាលទាក់ទិនបញ្ហានេះមន្ត្រីការពារសិទ្ធិមនុស្សមួយចំនួនប្រចាំខេត្តកោះកុងបានរិះគន់សកម្មភាពរបស់មន្ត្រីក្រសួងឬស្ថាប័នពាក់ព័ន្ធមូលដ្ឋានរបស់រដ្ឋាភិបាលចាប់ពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិដែលមិនបានចោះដោះស្រាយវិវាទដីធ្លីរវាងក្រុមហ៊ុន Union ជាមួយប្រជាពលរដ្ឋនៅឃុំកោះស្ដេចនិងទុកឲ្យទំនាស់រីករាលដាលរហូតមកដល់ពេលនេះលោកអិនគង់ចិត្តមន្ត្រីសម្របសម្រួលអង្គការលីកាដូខេត្តកោះកុងដែលបានចុះអង្កេតផ្ទាល់ដល់មូលដ្ឋានកើតមានទំនាស់ក៏បានទទូចដល់អាជ្ញាធរពាក់ព័ន្ធឲ្យចេញមកជួយដោះស្រាយចំនួនរវាងប្រជាពលរដ្ឋនៅឃុំកោះស្ដេចជាមួយក្រុមហ៊ុនចិន Union ឲ្យបានឆាប់លោករីគុណថាស្ថាប័នថ្នាក់ជាតិដោះស្រាយទំនាស់ដីធ្លីរបស់រដ្ឋាភិបាលដែលបង្កើតឡើងមកនេះគឺបង្កើតឲ្យតែល្អមើលទេប៉ុន្តែហាក់មិនសូវមានសកម្មភាពចុះដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋទៅតាមមូលដ្ឋានឲ្យបានទូលំទូលាយឡើយក្រុមហ៊ុនចិនហ្នឹងក៏យកឡានមកចាក់ថែមទៀតដែលធ្វើឲ្យបង្កើននៅភាពតានតឹងហើយដែលធ្វើឲ្យពួកគាត់ប្រមូលផ្ដុំគ្នាធ្វើការបណ្ដេញអ្នកបើករថយន្តនិងសន្តិសុខឲ្យថយចេញពីកន្លែងបរិវេណនៃភូមិរបស់គាត់អញ្ចឹងវាមានការរុះប្រទេសគ្នាទៅវិញទៅមកបន្តិចហ្នឹងធ្វើឲ្យក្រុមហ៊ុនចិនខឹងសម្បាក៏ប្តឹងទៅប៉ុស្តិ៍នគរបាលអញ្ចឹងថ្ងៃនេះប៉ុស្តិ៍នគរបាលឃុំកោះស្ដេចបានចេញលិខិតអញ្ជើញឲ្យជាប្រវត្តិ3នាក់ចូលទៅបំភ្លឺអញ្ចឹងជាប្រវត្តិគាត់ច្រានចោលយ៉ាងណាក៏ដោយមន្ត្រីអង្គការលីកាដូរូបនេះបានស្នើដល់លោកនាយរដ្ឋមន្ត្រីហ៊ុនសែននិងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធត្រូវចុះដោះស្រាយបញ្ឈប់សកម្មភាពក្រុមហ៊ុន Union ដែលបានដឹកដីចាក់បិទផ្លូវចេញចូលទៅលំនៅឋានពលរដ្ឋនៅតំបន់ពោធិ៍ជប៉ុនដើម្បីឲ្យពលរដ្ឋប្រើប្រាស់ផ្លូវនេះដូចដើមវិញ
លោកអិនកងចិត្តបានកត់សម្គាល់ថាសកម្មភាពរបស់ក្រុមហ៊ុនចិនយូញៀនដែលធ្វើសកម្មភាពដុតផ្ទះឈូសឆាយផលដំណាំពលរដ្ឋនិងចាក់ដីបាត់ផ្លូវចេញចូលភូមិនៅឃុំកោះស្ដេចស្រុកគិរីសាគរគឺមិនខុសគ្នាស្រុកទេសគ្មានច្បាប់ទម្លាប់នោះទេហើយថាទំនាស់នេះអាចនឹងរីករាលដាលនឹងឈានដល់មានអំពើហិង្សាធ្ងន់ធ្ងរបើអាជ្ញាធរមិនចុះសម្របសម្រួលបញ្ចប់វិវាទនេះឲ្យបានឆាប់នៅតែសំណូមពរឲ្យអាជ្ញាធរស្រុកអាជ្ញាធរខេត្តនិងឯកឧត្តមសាយសំអាលរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានគណៈកម្មការក្រសួងត្រូវតែចុះមកជាបន្ទាន់ដើម្បីដោះស្រាយនៅបញ្ហានិងក្តីកង្វល់របស់ពួកគាត់ព្រោះពេលនេះគាត់អត់មានផ្លូវចូលភូមិទេអញ្ចឹងតាមច្បាប់ភូមិបាលគឺត្រូវតែមានផ្លូវច្រកណាមួយឲ្យប្រជាពលរដ្ឋចេញចូលដើម្បីធ្វើដំណើរទៅបានហើយរឿងនេះវាអត់មានអីវែងឆ្ងាយទេបើសិនជាអាបាលស្រុកគាត់អាចនិយាយជាមួយក្រុមហ៊ុនចិនឲ្យបើកផ្លូវឈូសបើកភ្នូកដីបិទផ្លូវនឹងឡើងវិញប្រជាជនក៏នឹងបើកផ្លូវរបស់ចៅហ្វាយស្រុកដែរតែទិនបញ្ហានេះលោកប៊ុនលេតអភិបាលខេត្តកោះកុងបានឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃសៅរ៍ទី10ខែមករាថាអាជ្ញាធរកំពុងផ្សះផ្សានិងសម្របសម្រួលវិវាទរវាងក្រុមហ៊ុនចិនយូញៀននិងប្រជាពលរដ្ឋឃុំកោះស្ដេចនេះហើយប៉ុន្តែលោកថាការផ្សះផ្សានេះនៅមិនទាន់ឯកភាពគ្នាទេហើយកំពុងបន្តរកដំណោះស្រាយជាបន្តទៀតគេកំពុងបន្តដោះស្រាយហើយមិនទាន់ឯកភាពគ្នាឲ្យគេចរចានេះរាប់រងនេះទៅមន្ត្រីសិទ្ធិមនុស្សអង្គការលីកាដូខេត្តកោះកុងឲ្យដឹងថាប្រជាពលរដ្ឋ30គ្រួសាររស់នៅភូមិព្រែកស្មាច់ឃុំកោះស្ដេចស្រុកគិរីសាគរខេត្តកោះកុងដែលក្រាញននាលតវ៉ាជាមួយក្រុមហ៊ុនចិននិងអាជ្ញាធរពេលនេះគឺជាគ្រួសារនៅសេសសល់ចុងក្រោយដែលមិនព្រមចាកចេញពីភូមិកំណើតជាកេរដំណែលដូនតាធ្លាប់រស់នៅច្រើនជំនាន់ទៅតាមការគម្រាមកំហែងរបស់ក្រុមហ៊ុន Union Development ដែលទទួលបានសិទ្ធិវិនិយោគដីតំបន់នោះពីរដ្ឋាភិបាលកម្ពុជាដែលនាយកជាវិទ្យុអាស៊ីសេរីខេត្តព្រះសីហនុចិនគឺជាប្រទេសដៃគូយ៉ាងសំខាន់សម្រាប់កម្ពុជាទាំងផ្នែកសេដ្ឋកិច្ចនិងផ្នែកវប្បធម៌រាជរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់វត្តមានរបស់ចិនថាជាដៃគូមិនអាចខ្វះបានគឺក្នុងការអភិវឌ្ឍប្រទេសបច្ចុប្បន្នចិនបានផ្ដល់ប្រាក់ជំនួយនិងកម្ចីយ៉ាងច្រើនសន្ធឹកសន្ធាប់ក៏ប៉ុន្តែអង្គការសង្គមស៊ីវិលអះអាងថាវត្តមានចិននៅពេលនេះគឺបានបំផ្លាញធនធានធម្មជាតិរបស់កម្ពុជាច្រើនលើសលប់ជាងការអភិវឌ្ឍសូមស្ដាប់សេចក្តីរាយការណ៍ពីរឿងនេះរបស់លោកអានស៊ីថាលប្រទេសចិនបានជួយអភិវឌ្ឍកម្ពុជាគ្រប់ផ្នែកទាំងអស់តាមរយៈការផ្ដល់ប្រាក់កម្ចីនិងជំនួយឥតសំណងនៅទឹកប្រាក់រាប់លានដុល្លារអាមេរិកទោះបីជាទឹកប្រាក់នោះចិនបានគិតអត្រាការប្រាក់ខ្ពស់ឬជាថ្នូរនឹងការទទួលដីសម្បត្តិសេដ្ឋកិច្ចជាច្រើនម៉ឺនហិកតាក៏រាជរដ្ឋាភិបាលកម្ពុជាសប្បាយចិត្តរហូតចាត់ទុកថាចិនជាមិត្ត10000ឆ្នាំផុសតាងជាច្រើនបានបង្ហាញថាចិនជាមិត្តយូរអង្វែងសម្រាប់កម្ពុជានោះដោយសារតែរៀងរាល់ឆ្នាំរាជរដ្ឋាភិបាលចិនបានសន្យាថានឹងផ្ដល់ប្រាក់កម្ចីដល់ប្រទេសកម្ពុជាបន្ថែមទៀតក្នុងចន្លោះទឹកប្រាក់ពី300លានទៅ500លានដុល្លារអាមេរិកក្នុងមួយឆ្នាំក្រៅពីនេះប្រទេសកម្ពុជាបានទទួលជំនួយពីចិនយ៉ាងហោចណាស់នៅទឹកប្រាក់ជាង6000លានដុល្លារអាមេរិកឬសមាមាត្រនឹង600លានដុល្លារអាមេរិកក្នុងមួយឆ្នាំក្រុមហ៊ុនចិនវិញក៏គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណ2000លានដុល្លារទៀតដើម្បីសាងសង់រោងចក្រនានានៅប្រទេសកម្ពុជាការជួយជ្រោមជ្រែងចិនទាំងអស់នេះគឺជំរុញឲ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនប្រមាណ 7% នៅក្នុងរយៈពេល10ឆ្នាំចុងក្រោយនេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអាងនៅពេលរៀបចំច្បាប់ថវិកាជាតិសម្រាប់ចំណាយក្នុងឆ្នាំ2015ថាហិរញ្ញប្បទានរបស់ចិនជាង 80% បានវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដោយឡែកកំណើនពាណិជ្ជកម្មនាំចេញនិងនាំចូលនៃប្រទេសទាំងពីរគិតជាទឹកប្រាក់មានចំនួនជាង 3000 លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ2013ប្រទេសចិននិងកម្ពុជាក៏គ្រោងនឹងសម្រេចទំហំពាណិជ្ជកម្មឲ្យបានរហូតដល់ 5000 លានដុល្លារអាមេរិកនៅក្នុងឆ្នាំ2017ខាងមុខការផ្ដល់អត្ថប្រយោជន៍ទាំងអស់នេះបញ្ជាក់ថាចិនមានសប្បុរសធម៌ខ្លាំងដល់កម្ពុជាប៉ុន្តែអង្គការសង្គមស៊ីវិលបានអាងផ្ទុយពីនេះប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោកអ៊ូវរៈមានប្រសាសន៍ថាវត្តមានប្រទេសចិននៅពេលនេះគឺធ្វើឲ្យកម្ពុជាខាតបង់ប្រយោជន៍ទៅវិញប្រទេសចិនគឺជាប្រទេសមួយដែលកុម្មុយនីសការពង្រីកវិស័យឧស្សាហកម្មក្នុងប្រទេសចិនហើយផ្នែកសេដ្ឋកិច្ចនៃប្រទេសចិននោះគឺជាប្រទេសចិនស្វែងរកផលប្រយោជន៍ជាពិសេសគឺធនធានធម្មជាតិមកពីពិភពលោករបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទប្រចាំឆ្នាំ2014បានបង្ហាញថារាជរដ្ឋាភិបាលបានផ្ដល់ដីសម្បត្តិសេដ្ឋកិច្ចយ៉ាងហោចណាស់ចំនួន200,000ហិកតាដល់ក្រុមហ៊ុនចិនចំនួន25ចំណែកប្រធានអង្គការសមត្ថកិច្ចកម្ពុជាលោកអៀងវិធីមានប្រសាសន៍ថាការអភិវឌ្ឍរបស់ក្រុមហ៊ុនចិនបានបង្កើតគ្រោះភ័យជាច្រើនសម្រាប់ប្រជាពលរដ្ឋនិងបរិស្ថានជំនួយ
ប្រទេសចិនភាគច្រើនមានឃើញថាគាត់ជួយទៅលើខាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនហើយមួយចំនួនទៀតគឺឃើញថាក្រុមហ៊ុនចិនគាត់មកខាងធ្វើរ៉ែគាត់មានដីសម្បត្តិច្រើនហើយគាត់ធ្វើទំនើបវារីអគ្គិសនីក្រុមហ៊ុនចិនគាត់ដាក់វិនិយោគឃើញថាប្រជាពលរដ្ឋរាប់រយពាន់គ្រួសារកំពុងតែឈោមទៅនឹងការបញ្ចេញហើយឃើញថាធ្វើប៉ះពាល់ដល់បរិស្ថានធនធានធម្មជាតិរបស់ប្រទេសកម្ពុជាអ្នកសេដ្ឋកិច្ចវិញយល់ឃើញថាប្រសិនបើកម្ពុជាអាចផលិតអ្វីដោយខ្លួនឯងបានដោយពុំចាំបាច់ពឹងពាក់លើប្រទេសដទៃទើបជាការល្អការផលិតនឹងនាំចេញទៅកាន់ទីផ្សារអន្តរជាតិដោយជំនួសដោយការលក់ដីឬជួលដីឲ្យឈ្មួញបរទេសនេះទើបជារបៀបនៃការអភិវឌ្ឍសេដ្ឋកិច្ចពិតប្រាកដម្យ៉ាងវិញទៀតការគាំទ្រចិននៅកម្ពុជានៅពេលនេះក៏បានរក្សាអំណាចលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមកពីគណៈបកប្រជាជនកម្ពុជាឲ្យកាន់អំណាចបានរយៈពេលប្រមាណ30ឆ្នាំការរក្សាអំណាចបានយូរនេះប្រទេសចិនបានផ្ដល់យុទ្ធសាស្ត្រយ៉ាងច្រើនដូចជារបៀបពង្រឹងលទ្ធិប្រជាធិបតេយ្យឬរៀបចំយុទ្ធសាស្ត្ររបស់ខ្លួនឡើងវិញនៅពេលដែលគណៈបកប្រជាជនកម្ពុជាធ្លាក់សម្លេងគាំទ្រពីប្រជាពលរដ្ឋវិធានការដែលមានការជួយជ្រោមជ្រែងរបស់ចិននោះរួមមានវិធានការកែតម្រង់ស៊ីជម្រៅលើស្ថាប័នរដ្ឋនៅក្នុងរយៈពេលការអំណាចអាណត្តិទី5កន្លងមកនេះមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រអន្តរជាតិបានបោះផ្សាយអត្ថបទមួយក្នុងខែកុម្ភៈឆ្នាំ2014សរសេរថាប្រទេសចិនចាត់ទុកលោកហ៊ុនសែនជាដៃគូដែលមិនអាចខ្វះបានជាពិសេសចិនយកកម្ពុជាធ្វើជាទីតាំងយុទ្ធសាស្ត្រពង្រីកនយោបាយរបស់ខ្លួនអ្នកវិភាគឯករាជ្យលោកបណ្ឌិតសុកទូចមានប្រសាសន៍ថាកត្តាសំខាន់4ដូចជាទីតាំងភូមិសាស្ត្រនយោបាយសេដ្ឋកិច្ចពាណិជ្ជកម្មឥទ្ធិពលនយោបាយនិងទំនោររបស់អ្នកនយោបាយដែលធ្វើឲ្យទំនាក់ទំនងចិននិងកម្ពុជាកាន់តែជិតស្និទ្ធរហូតដល់បច្ចុប្បន្នម្យ៉ាងវិញទៀតមេដឹកនាំដែលមានបំណងកាន់អំណាចយូរតែងតែមានសម្ព័ន្ធភាពជាមួយប្រទេសកុម្មុយនីសនិងបោះបង់ចោលនៅលទ្ធិប្រជាធិបតេយ្យពីព្រោះមេដឹកនាំខ្មែរយើងគ្រប់ចំនួនទាំងអស់ទោះបីជាគាត់កាន់លទ្ធិប្រជាធិបតេយ្យគាត់កាន់រាជានិយមក៏ដោយគឺមេដឹកនាំជាទូទៅបំណងកាន់អំណាចរយៈពេលវែងហើយឥទ្ធិពលនេះដែលធ្វើឲ្យគាត់ចង់បានអំណាចយូរគាត់ត្រូវតែពឹងហើយអ្នកវិភាគនយោបាយលោកមន្ត្រីសុកទូចបានបញ្ជាក់ទៀតថាដោយសារតែផលប្រយោជន៍ដែលចិនបានផ្ដល់ឲ្យនៅពេលនេះកម្ពុជាបានសប្បាយចិត្តតែអ្នកដឹកនាំវិញមិនមានវិធានការគ្រប់គ្រាន់និងច្បាប់សមស្របដើម្បីគ្រប់គ្រងការរីករាលដាលឥទ្ធិពលចិននិងផលប៉ះពាល់ពីវត្តមានចិននៅកម្ពុជាឡើយបន្ថែមលើនេះអ្នកវិភាគមួយចំនួនទៀតបានអះអាងថាពិតហើយហិរញ្ញប្បទានរបស់ចិនដែលយកមកកសាងហេដ្ឋារចនាសម្ព័ន្ធមានសារៈសំខាន់តែការអភិវឌ្ឍធនធានមនុស្សឲ្យចេះប្រឹងប្រែងផលិតនាំចេញទៅកាន់ទីផ្សារគឺជារឿងសំខាន់បំផុតដើម្បីកសាងអភិវឌ្ឍប្រទេសឲ្យក្លាយជាប្រទេសជឿនលឿនពួកគេបានវិតម្លៃទៀតថាអ្វីដែលរាជរដ្ឋាភិបាលកំពុងធ្វើនៅពេលនេះគឺមើលឃើញអ្វីៗនៅក្នុងរយៈពេលខ្លីតែប៉ុណ្ណោះខ្ញុំអានស៊ីថាវិទ្យុអាស៊ីសេរីភ្នំពេញលោកនាងជាទីមេត្រីស្ពានផ្លូវប្រឡាយទឹកកំពុងសាងសង់បង្ហាញពីភាពរីកចម្រើននៅក្នុងទីក្រុងភ្នំពេញក៏ប៉ុន្តែការថែទាំនិងការសម្អាតទ្រព្យសម្បត្តិរបស់រដ្ឋនៅតែជាបញ្ហាប្រជាពលរដ្ឋដែលរស់នៅក្បែរស្ទឹងមានជ័យអំពាវនាវសូមរដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយបញ្ហាស្អុយរលួយនៅក្នុងប្រឡាយទឹកហើយនឹងសម្អាតកំណកដីព្រមទាំងសម្រាមដូចជាស្បោងកំប៉ុងផ្លាស្ទិកជាដើមនៅលើស្ពានចាអ្នកស្រីអុកសាវរីរាយការណ៍អំពីបញ្ហានេះក្លិនស្អុយពីក្នុងទឹកប្រឡាយក្រោមស្ពានអាកាសស្ទឹងមានជ័យកើនឡើងខ្លាំងនៅក្នុងរដូវប្រាំងប្រជាពលរដ្ឋរស់នៅអមប្រឡាយក្នុងសង្កាត់ទំនប់ទឹកខណ្ឌចំការមនលោកកឹមសវណ្ណាថ្លែងថាក្លិនស្អុយនេះគាត់ពិបាកទ្រាំប៉ុន្តែត្រូវតែទ្រាំព្រោះគ្មានជំរឿលោកថាក្លិនស្អុយបែបនេះបើចំពោះអ្នកធ្វើដំណើរឆ្លងកាត់ស្ពានម្ដងម្កាលគេមិនអាចទ្រាំហាត់ក្លិននោះបានដូចពួកគាត់ទេលោកកឹមសវណ្ណារិះគន់ខ្លាំងៗថាស្ពានសង់រួចបន្សល់សំណល់រឹងនឹងរាវនៅក្នុងទឹកប្រឡាយទុកឲ្យនៅកករលួយក្នុងប្រឡាយចំណែកលើស្ពានវិញកំណកដីនិងសម្រាមដូចជាស្បោងនិងកំប៉ុងផ្លាស្ទិកនៅពេលខ្យល់បក់ខ្លាំងប៉ើងចូលផ្ទះប្រជាជននិងធ្លាក់ចូលប្រឡាយនៅលើស្ពានមានដីកកបណ្ដើរនាំឲ្យទំហំផ្លូវសម្រាប់បើកបរលើស្ពានកាន់តែតូចព្រោះកិច្ចពីសម្រាមនិងកំណកដីសល់នៅគៀនស្ពាននោះលោកនាយករដ្ឋមន្ត្រីហ៊ុនសែនថានេះគឺជាទីក្រុងកុចប៉ុន្តែវាមិនមែនជាកុចទេគឺជាសម្រាមទៅវិញគឺជាទីកន្លែងស្អុយខ្ញុំសំណូមពរថាឲ្យរដ្ឋាភិបាលហ្នឹងធ្វើ
មើលវិនិច្ឆ័យយ៉ាងណាដើម្បីឲ្យបន្លែហ្នឹងឲ្យបានស្អាតកុំឲ្យវាមានជះធំក្លិនស្អុយហើយនឹងមួយទៀតគឺសម្រាមវាពីពេញអញ្ចឹងបន្ថែមលើនោះស្ត្រីមេផ្ទះមួយរូបរស់នៅក្រុម28សង្កាត់ទំនប់ទឹកដែរកំពុងប្រឡាក់សាច់ជ្រូកថ្លែងថាក្លិនស្អុយពីសម្រាមរលួយក្នុងទឹកប្រឡាយស្ទឹងមានជ័យជះក្លិនប៉ះពាល់អ្នករស់នៅអមប្រឡាយទាំងពីរសង្កាត់គឺស្ទឹងមានជ័យនិងទំនប់ទឹកដែលបែងចែកខណ្ឌចំការមននិងខណ្ឌដង្កោអើយខ្ញុំដឹងធ្វើម៉េចទៅយើងនៅនឹងយូរដែរហើយលោកប៉ោកប្រជាពលរដ្ឋរស់នៅក្បែរប្រឡាយស្ទឹងមានជ័យដែរថ្លែងថាគាត់សូមឲ្យរដ្ឋាភិបាលជួយមើលសម្រាមនិងជួយថែទាំស្ពាននិងប្រឡាយកាត់បន្ថយក្លិនស្អុយឲ្យពួកគាត់ងាយស្រួលដកដង្ហើមដើម្បីឲ្យអ្នករស់នៅអមប្រឡាយស្ទឹងមានជ័យមានសុខភាពល្អផងគេចង់ឲ្យគាត់កែម្អដែរដាក់លូដាក់អីចឹងឲ្យទុកភូមិយើងឲ្យជួយសម្អាតគ្នាសម្រាមយើងច្រកថង់ច្រកអីទុកកុំដើរបោះចោលក្នុងលូហ្នឹងវាអត់ស្អាតទេចំពោះការអំពាវនាវនេះអ្នកនាំពាក្យក្រសួងបរិស្ថានលោកសៅសុភាពថ្លែងថាដោយសារតែផលប៉ះពាល់បរិស្ថានអំពីសំណល់រឹងនិងរាវកើនមានច្រើនប្រមាណឆ្នាំចុងក្រោយនេះទើបនៅឆ្នាំ2015ក្រសួងនេះមានគម្រោងផ្ដល់ថវិកាចំនួន$5 លានសម្រាប់គ្រប់គ្រងសំណល់រឹងនិងរាវនោះលោកថាចំពោះការថែទាំស្ពានផ្លូវជាដើមគឺជាភារកិច្ចរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនក្រសួងអភិវឌ្ឍជនបទមន្ត្រីក្រមអាវ៉ាតក្រសួងមួយចំនួននិងសាលារដ្ឋាភិបាលភ្នំពេញយើងថាប្រចាំគ្នាអញ្ចឹងក៏វាថាបានក៏ប៉ុន្តែអានេះគឺសមត្ថកិច្ចឬក៏ភារកិច្ចរៀងខ្លួនណាបាទឧទាហរណ៍បើថាឲ្យខាងបរិស្ថាននេះទៅចាត់វិធានការអីផ្សេងសម្រាប់ធ្នាប់ក៏ដូចជាការគ្រប់គ្រងសំណល់រឹងរាវហើយសំណល់រឹងហ្នឹងគឺសម្រាប់ហ្នឹងឯងណាក្រសួងបរិស្ថាននេះទៅយើងហៅថាយើងទៅចាត់វិធានការផ្ទាល់ទៅចុះទៅដាក់ទណ្ឌកម្មផាកពិន័យអីយ៉ាងម៉េចហ្នឹងគឺអត់ទេយើងបែងចែកភារកិច្ចច្បាប់ពាក់ព័ន្ធការថែទាំស្ពានផ្លូវត្រូវអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនលោកនូវឌ្ឍនៈថ្លែងថាការថែទាំស្ពាននិងផ្លូវថ្នល់គឺជាភារកិច្ចរបស់អាជ្ញាធរថ្នាក់ក្រោមជាតិលោកបានទទួលស្គាល់ថាមានអ្នកបើកបរដឹកទំនិញឆ្លងកាត់ស្ពានបានធ្វើឲ្យជ្រុះគ្រាប់ស្រូវដីសម្រាមបន្សល់នៅលើស្ពានបណ្ដាលឲ្យសំណល់ទាំងនោះកកដីស្មៅនិងគ្រាប់ស្រូវជាដើមដុះនៅគៀននៃចំណែកលើស្ពានមែនបញ្ហានេះលោកស្នើសុំឲ្យមានវេទិកាសាធារណៈដើម្បីឲ្យមហាជនជួយប្រាប់ហេតុការណ៍អំពីស្ពាននិងផ្លូវនៅក្នុងតំបន់គេរស់នៅមកក្រសួងបានដឹងនិងងាយស្រួលកែលម្អហើយជាអាចថាមានឆក់ល្វែងថាកំណត់ដីកំណត់អីហ្នឹងប្រហែលជាអាចមានខ្លះហើយព្រោះថាយើងសប្តាហ៍ថ្ងៃហ្នឹងយើងពិបាកទប់ទល់នឹងអ្នកដឹកជញ្ជូនដែលដីដែលដាក់លើឡានដាក់ហៀគាត់អត់មានក្របមានអីទេហើយកពុបពេញទៅហ្នឹងហើយដឹកស្រូវក៏ហៀដែរហើយកពុបមកថាអ្នកប្រើប្រាស់ហ្នឹងហាក់ដូចថាគាត់មិនខ្វល់ខ្វាយឬក៏មិនបានរួមចំណែកដើម្បីធ្វើម៉េចឲ្យសុខភាពនៅលើស្ពានឬក៏យ៉ាងណាខ្នល់ណាដែលសាងសង់ហើយតំបន់ដែលកំពុងតែអភិវឌ្ឍបានន័យថានៅតាមដងផ្លូវនេះកំពុងតែសាងសង់ផ្ទះនេះគឺថាបងមើលផ្លូវនេះក៏ជ្រេចហើយព្រោះគាត់ដឹករាល់ថ្ងៃគាត់ដឹកដីយកទៅបំពេញគាត់ដឹកគ្រឿងសំណង់គាត់ដឹកអីទាំងអស់អញ្ចឹងអាការងារហ្នឹងគាត់ថាឆ្លងកាត់មួយរយៈពេលគាត់ថាតំបន់ហ្នឹងវាអភិវឌ្ឍទៅជាបេតុងទាំងអស់ហ្មងអាហ្នឹងបានអាកំណត់ដីហ្នឹងវាលែងចាំប៉ុន្តែនិយាយអញ្ចឹងមិនមែនថាចង់គិតទេគឺថាខ្ញុំនៅតែជំរុញអាការងារថែទាំប្រចាំហ្នឹងតែសំខាន់ហ្នឹងគឺកុំឲ្យពាក់ព័ន្ធទៅនឹងសុខភាពហ្នឹងនៅតែជំរុញអញ្ចឹងបងបញ្ហាថែទាំស្ពាននិងរក្សាអនាម័យអ្នកនាំពាក្យសាលារដ្ឋាភិបាលភ្នំពេញលោកឡុងឌីម៉ងឲ្យដឹងកន្លងទៅថាស្ពានអាកាសស្ទឹងមានជ័យស្ពានអាកាសក្បាលថ្នល់ស្ពានអាកាសពេទ្យលោកសង្ឃស្ពានជ្រោយចង្វាជាដើមមានការថែទាំដោយសាលារដ្ឋាភិបាលភ្នំពេញនិងមន្ទីរសាធារណការលោកថាកន្លងមកអ្នកបើកបរឆ្លងកាត់ស្ពានអាកាសស្ទឹងមានជ័យបង្កឲ្យមានសំណល់បេតុងជ្រុះលើស្ពានត្រូវកម្មករមន្ទីរសាធារណការបានចុះយកចេញពីលើស្ពានក្រោយពីមានការផ្ដល់ព័ត៌មានចំពោះសម្រាមវិញលោកថានឹងជំរុញឲ្យកម្មករនៅតាមសង្កាត់ឆាប់សម្អាតនៅប្រឡាយស្ទឹងមានជ័យនិងលើស្ពានអាកាសស្ទឹងមានជ័យនោះក្រៅពីស្ពានអាកាសមួយចំនួនក្នុងរាជធានីភ្នំពេញដែលមិនមានការថែទាំនៅឯស្ពានបានកសាងតាមបណ្ដាខេត្តនានាដូចជាស្ពានព្រែកតម្រាក់ស្ពាន7មករាស្ពានកំពង់កន្ទួតរហូតទៅដល់ស្ពានស្លាគូមានកំណកដីនិងសម្រាមបានបន្សល់នៅតាមចំណែកគៀននៃស្ពានធ្វើឲ្យមានស្មៅនិងស្រូវដុះបណ្ដាលឲ្យផ្លូវបើកបរឆ្លងកាត់ស្ពានកាន់តែតូចនិងបង្កគ្រោះថ្នាក់ពេលអ្នកបើកបរគេចពីសំណល់ទាំងនោះនាងខ្ញុំអុកសាយបរិវិទ្យុអាស៊ីសេរីភ្នំពេញចាជាបន្តទៅទៀតនេះនាងខ្ញុំម៉ៅសុធានីសូមជូនព័ត៌មានបញ្ចប់
សួងសុខាភិបាលនិងក្រុមការងារអង្គការអន្តរជាតិបានបញ្ជាក់ថាការចាក់ថ្នាំនិងការចាក់សេរ៉ូមគឺជាប្រភពចម្បងដែលបានបណ្ដាលឲ្យប្រជាពលរដ្ឋនៅឃុំរកាខេត្តបាត់ដំបងឆ្លងមេរោគអេដស៍ការស្រាវជ្រាវពីប្រភពនៃការឆ្លងរាលដាលមេរោគអេដស៍នេះគឺបានរួមបញ្ចូលទាំងការសិក្សាលើករណីឆ្លងនិងមិនឆ្លងមេរោគអេដស៍តំណាងរាស្ត្រនិងសមាជិកប្រតិភិនៃគណៈបក្សប្រជាជាតិចំនួន10នាក់បានចុះទៅដល់កន្លែងដីប្រទីងបតុងដំណាំកាន់កាប់រវាងពលរដ្ឋជាច្រើនគ្រួសារជាមួយក្រុមហ៊ុនចំនួន2គឺរបស់លោកលីយ៉ុងផាត់និងក្រុមហ៊ុន HLA នៅខេត្តកំពង់ស្ពឺដំណើរចុះពិនិត្យបញ្ហាដីធ្លីនេះគឺនៅបន្ទាប់ពីពួកគេបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋរស់នៅក្នុងតំបន់ផ្ដោតដីសម្បត្តិសេដ្ឋកិច្ចដែលទាមទារយកដីធ្លីពីក្រុមហ៊ុនមកវិញចាប់ពីខេត្តរតនគិរីនៅវិញសកម្មជនគណៈបក្សប្រជាជាតិចាប់ប្រធានក្រុមប្រឹក្សាខេត្តនៃគណៈបកប្រជាជនកម្ពុជាថាបានប្រើប្រាស់មេតិញទិវា7មករាជេរប្រមាថមេដឹកនាំនិងសកម្មជនមូលដ្ឋានរបស់ខ្លួនខុសពីការពិតក៏ប៉ុន្តែមន្ត្រីគណៈបកប្រជាជនកម្ពុជាវិញបដិសេធការចាប់ប្រកាន់នេះសម្ព័ន្ធកំណែតម្រង់ការបោះឆ្នោតហៅកាត់ថាអឺរ៉ាផ្អាកជាបណ្ដាអាសន្ននៅគម្រោងការសាក់លបងវិតម្លៃសមត្ថភាពរបស់មន្ត្រីចូលឈ្មោះបោះឆ្នោតតាមបែបទំនើបឬហៅថា MVR នៅថ្នាក់មូលដ្ឋានក្នុងខេត្តកំពង់ចាមមន្ត្រីផ្នែកអង្គការរបស់អង្គការ Conference លោកកនសវាងមានប្រសាសន៍ថាគម្រោងនេះនឹងចុះធ្វើការសាក់លបងនៅក្នុងខែមករានៅឃុំចំនួន3គឺនៅក្នុងខេត្តកំពង់ចាមកំពង់ឆ្នាំងនិងខេត្តរតនគិរីប៉ុន្តែនៅខេត្តកំពង់ចាមដែលក្រុងផ្ដើមនៅថ្ងៃទី14មករានោះគឺសម្រាប់ផ្អាកបណ្ដាអាសន្នដោយសារតែមានបញ្ហាច្រើនជាប្រជាពលរដ្ឋមួយចំនួននៅក្នុងខេត្តព្រៃវែងចាប់ផ្ដើមជួបប្រជុំគ្នាដើម្បីពិភាក្សាស្វែងយល់ពីលទ្ធភាពក្នុងការបង្កើតគណៈបកនយោបាយមួយចេញពីប្រជាពលរដ្ឋនៅមូលដ្ឋានការផុសឡើងនៃចលនាបង្កើតគណៈបកនយោបាយថ្មីនៅតាមមូលដ្ឋាននេះគឺដោយសារតែមានពលរដ្ឋមួយចំនួនហាក់អស់ជំនឿលើគណៈបកដែលខ្លួនធ្លាប់គាំទ្រអង្គការដែលធ្លាប់មើលការបោះឆ្នោតកំពុងសង្កេតមើលដំណើរការនៃការបង្កើតគណៈបកនេះនៅតាមមូលដ្ឋានអាជីវករដឹកដំឡូងទៅលក់នៅប្រទេសវៀតណាមត្អូញត្អែពីការលំបាកនៅពេលដែលអាជ្ញាធរខេត្តត្បូងឃ្មុំតម្រូវឲ្យបិទច្រករបៀងស្ទើរតែទាំងអស់មិនឲ្យឡានដឹកទំនិញអាចឆ្លងកាត់បានដូចពីមុនបញ្ហានេះអាជ្ញាធរបញ្ជាក់ថាច្រករបៀងគឺជាច្រកខុសច្បាប់ដូចនេះតម្រូវឲ្យចេញចូលតាមច្រកអន្តរជាតិតែមួយប៉ុណ្ណោះលោកអ្នកស្ដាប់ជាទីមេត្រីអគ្គកុងស៊ុលកម្ពុជាសហការជាមួយនឹងអាជ្ញាធរថៃដឹកសាកសពចំនួន2ដែលឆេះខ្លោចទៅធ្វើកោសលវិច័យនៅទីក្រុងបាងកកដើម្បីបញ្ជាក់អត្តសញ្ញាណថាតើសាកសពនោះគឺជាជនជាតិខ្មែរឬក៏ជនជាតិថៃសេចក្តីជូនដំណឹងរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាផ្សព្វផ្សាយកាលពីថ្ងៃទី10ខែមករាម្សិលមិញបានឲ្យដឹងថាសាកសពទាំងនោះត្រូវប្រទះឃើញនៅក្នុងចំការដំឡូងមួយនៅស្រុកខ្លងហាតខេត្តត្រកែប្រទេសថៃហើយដែលឈោមគ្នានឹងស្រុកសំពៅលួនខេត្តបាត់ដំបងសាកសពនោះស្ថិតនៅក្នុងសភាពឆេះរោលមើលមិនស្គាល់លិខិតដដែលបញ្ជាក់ថាអគ្គកុងស៊ុលកម្ពុជាបន្តតាមដាននិងសហការជាមួយនឹងអាជ្ញាធរថៃក្នុងដំណើរការកំណត់អត្តសញ្ញាណសាកសពនោះបើសិនមកបានលទ្ធផលបង្ហាញថាជាជនជាតិខ្មែរនោះអគ្គកុងស៊ុលនឹងរៀបចំពាក្យបណ្ដឹងដើម្បីចាប់ជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ចាលោកនាងជាទីមេត្រីកម្មវិធីផ្សាយរយៈពេល1ម៉ោងនៃវិទ្យុអសីស្រីជាភាសាខ្មែរសម្រាប់ពេលនេះចាប់តែប៉ុណ្ណេះយើងខ្ញុំសូមជូនពរដល់លោកនាងព្រមទាំងក្រុមគ្រួសារទាំងអស់សូមជួបប្រកបតែនឹងសេចក្តីសុខចម្រើនកុំបីឃ្លៀងឃ្លាតឡើយចា៎នាងខ្ញុំម៉ៃសុធានីព្រមទាំងក្រុមការងារទាំងអស់នៃវិទ្យុអសីស្រីសូមអរគុណនិងសូមជម្រាបលាវិទ្យុអេស៊ីសេរីផ្សាយតាមរយៈរលកធាតុអាកាសខ្លីឬ Shortwave តាមកម្រិតនិងកម្ពស់ដូចតទៅនេះពេលព្រឹកចាប់ពីម៉ោង 5 កន្លះដល់ម៉ោង 6 កន្លះម៉ោងនៅកម្ពុជាលោកអ្នកនាងនឹងអាចស្ដាប់វិទ្យុអេស៊ីសេរីតាមរយៈរលកធាតុអាកាសខ្លី 11850 kHz ស្មើនឹងកម្ពស់ 25m ពេលយប់ចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះតាមរយៈរលកធាតុអាកាសខ្លី 11750 kHz ស្មើនឹងកម្ពស់ 26m